Alo alo. Alo. Việc việc số bộ Alo alo. Mùi bị bậy. Lưu sẽ lấy trong đấy mà bạn. Alo alo. ba bông lư bộ Mày nhận ជំរាបសួរលោកគ្រូ mày nhận lừa à? lư cho bông mình lư cho bông lấy ở khơi ấy bông khoai quân Ok. Bongប្អូនភាគច្រើនខ្ញុំសង្កេតមើលច្រើនទាំងវែងវែងដល់យើងមើល time frame តូចពេកពេល time frame តូចពេកវាធ្វើឲ្យអាទម្រង់ទិសផ្សារយើងចែកអត់ដាច់យើងភាគច្រើនយើងទៅមើល time frame ណា15ឬ5នាទីនេះដល់ពេល xung tôi bông ấy ở ngặt chân mà uống nhiều ọt đi khơi screen rồi bộ អត់ឃើញ screen នេះ អត់ bạn ở đây អត់ bông ទៅ ở ngặt chân đánh screen vào đây một nó khơi mà lại bật vào đây អត់ឃើញ screen ណា ọt bông khơi nhiều ឃើញ ok ណា bôngនេះគឺcái telegram ហ្នឹងបងបាទអូខេគឺ YouTube ដូច admin ហ្នឹងគាត់លេងក៏លេង BTC ថ្ងៃហ្នឹងវាតាមពិតវាអត់សូវមាន volume ទេប៉ុន្តែគាត់មើលតែ trend បច្ចុប្បន្ននេះបញ្ហាណាដោយសារតែគាត់មើលតែ trend បច្ចុប្បន្ននេះដល់ពេលអញ្ចឹងគាត់អត់បានដើរនៅក្នុងរូបភាពដែលធំជាងណាអត់ពេលគាត់មើលតែ trend បច្ចុប្បន្នហើយលេងអញ្ចឹងវាតែងតែឱកាស plot កាន់តែមានតែច្រើនហើយព្រោះខ្ញុំអាសាប្រាប់តែម៉េចកាលណាយើងមើល time frame កាន់តែតូចយើងអាច buy at តែអ្វីដែលយើងត្រូវធ្វើដែលសំខាន់ណាព្យាយាមបើក time frame យ៉ាងហោចណាស់ខ្ញុំអាសាប្រាប់ថាយ៉ាងហោចណាស់ក៏1ម៉ោងដែរព្រោះអី1ម៉ោងវាមាន script ដើម្បីអីបើយើងចង់លេងខ្លីយ៉ាងហោចណាស់ក៏យើងបើក1ម៉ោងដែរដើម្បីយើងមើលថា trend បច្ចុប្បន្នវានៅក្នុង cycle អីពិតប្រាកដដូចបច្ចុប្បន្នបើយើងបើកនៅក្នុង1ម៉ោងយើងមើល trend ចុងក្រោយឃើញថាអូដោយសារតែវាមាន low high low high low ទៀតចុះឡើងអញ្ចឹងបានន័យថានេះបច្ចុប្បន្ននៅក្នុង1ម៉ោងវាបង្កើតជា trend បានណាវាមាន trend អញ្ចឹងបើសិនជាយើងចង់ buy sell យើងត្រូវពិចារណាអីគេពិចារណារឿងគ្រោងសាងព្រោះនៅក្នុងការលេងយើងឲ្យសេចក្តីសំខាន់ទៅលើ trend ដូចខ្ញុំអាសានិយាយច្រើនណាស់នៅពេលដែលយើងដឹងថា trend ប៉ឹបឧទាហរណ៍នេះអានេះវាបង្កើតបានជា trend នៅក្នុង1ម៉ោងអញ្ចឹងយើងរក same low same high របស់វាឲ្យឃើញឃើញណាដល់ពេលដែលយើងរក same low same high ឃើញប៉ឹបយើងចូលតាមទ្រឹស្ដីបន្តដើម្បីឲ្យយើងលេងឲ្យបានព្រៀបទី1គឺយើងត្រូវតែរក trend ឲ្យឃើញសិនហើយ trend ហ្នឹងវាមានធ្វើ break out structure របស់វាចុះមករឿយៗគឺ BOS មករឿយៗអញ្ចឹងបានមកបង្កើតជា trend នៅពេលដែលវាបង្កើតជា trend ច្បាស់លាស់មួយហើយយើងចាប់ swing low swing high នេះហេតុអីបានយើងទៅចាប់ swing low swing high យើងនឹងបាន rank របស់វាគឺគម្លាតនៃការរត់របស់វាគឺវានៅក្នុង zone ណាគឺរត់នៅក្នុង same low same high ហ្នឹងអញ្ចឹងយើងចង់ដឹងថាដើម្បីឲ្យយើងបានចំណុចចូលដែលមានប្រសិទ្ធភាពយើងរៀនរួចអស់ហើយប្រាប់ថាម៉េចនៅពេលដែលវាបង្កើតតាម trend អញ្ចឹងអ្វីដែលយើងគួរធ្វើយើងឲ្យសេចក្តីសំខាន់ទៅលើ
zone ដែលយើងបានប្រៀប zone ដែលយើងហៅបានប្រៀបនោះគេហៅថាអីគេ zone discount មែនទេជាង zone ដែលយើងគួរពិចារណាគឺ zone នេះតែជាចំណាំមើលតែយើងអត់ចាំតម្លៃដល់ zone ទេតម្លៃអត់ទាន់ដល់ zone យើងនៅគ្នាលេងអញ្ចឹងកាលណាយើងលេងនៅក្នុងចំណុច initial បែបនេះវាតែងតែកន្លោះស៊ីលើស៊ីក្រោមជាធម្មតាទេពេលស៊ីលើស៊ីក្រោមចាប់ដើមវិញហើយតាំង buy at យើងលេងនៅក្នុងចំណុចដែលវានៅក្នុង premium អញ្ចឹងយើងឱកាស plot វាច្រើនតែបើយើងចាំសម្រាប់ចិត្តនៅសូមរំនេះបានស្មានបានគួរពិចារណាអញ្ចឹងអាការដូចខ្ញុំនិយាយមិញថាយើងត្រូវចេះរើស zone ណាដែលយើងលេងឲ្យបានប្រៀបបើយើងលេងនៅ zone នេះវានៅក្នុង zone នេះគេ zone initial មកវាទៅឡើងមកថ្មីអញ្ចឹងវាតែងតែកន្លោះស៊ីលើស៊ីក្រោមហើយក្នុង initial វាតែងតែកន្លោះអញ្ចឹងឯងយើងលេងមិនក៏មិនឈ្នះដែរហើយយើងចំណាំមើលទៅ ចឹងកន្លែងហ្នឹងបងបើសិនជាlow ហ្នឹងវាអត់ទាន់នៅវានៅក្រោមមុនបង្កើត low ហ្នឹងទៀតយើងចាប់ swing ដែល low ជាងគេហ្នឹងណាបងដែលហៅ premium ឬក៏ discount zone ហ្នឹងបងអាហ្នឹងបើសិនតែយើងចង់លេងទៀបជាងហ្នឹងទៀតចាប់លេងយើងត្រូវ swing low នេះសិនមែនទេព្រោះ low អានេះ swing low នេះ swing high នេះ high នេះกับ low នេះវាធ្វើអ្នកចំណុចវាធ្វើឲ្យកើត trend មួយនេះមែនទេអញ្ចឹងយើងចង់លេងលឿនជាង1ម៉ោងទៀតយើងចង់លេងជាង1ម៉ោងយើងចូលទៅមើល15ទៅមើល15យើងទៅមើល swing low ចុងក្រោយទៀតឃើញទេយើង step by step មកអញ្ចឹងអ្វីដែលយើងគួរពិចារណាយើងវាស់ដូចដែរហ្នឹងឃើញទេនៅពេលដែលយើងចាប់ swing ចាប់ low ចាប់ high ឲ្យបានប៉ឹបយើងនឹងឃើញថា zone discount វានៅណា zone នេះទៀតឃើញទេតាន់តែបើយើងចង់និយាយអញ្ចឹងអត់តាន់ដល់ zone នេះយើងទៅលេងគ្រោះថ្នាក់ទៀតព្រោះវាអត់មាន level ណាមួយដែលវាធ្វើឲ្យមានนัยយៈសំខាន់នៅក្នុងការដែលគេ buy limit sell limit ចាំទេព្រោះទិសដីរបស់គេអ្នកដែលលេងគាត់គេរៀនដូចយើងទាំងអស់គ្នាអញ្ចឹងឯងអញ្ចឹងតើយើងរើស zone លេងបើ zone នៅនេះកុំព្យាយាមលេងព្រោះវាតែងតែកន្លោះហើយវានៅក្នុង initial តែបើយើងចង់លេងឲ្យបានប្រៀបតើមកដល់ zone discount របស់យើងមកយើងលេងឃើញទេអន្តនេះយើងរក zone បានយើងកំណត់ zone ថាយើងត្រូវលេងគឺ zone នេះអញ្ចឹងអ្វីដែលយើងពិចារណាបន្តគឺយើងយកចំណេះដឹងរលកមករាប់សាប់វេកខាងក្នុងនេះឃើញទេទោះបីជាយើងរាប់គ្រប់5តែអត់ដល់ zone នេះក៏យើងអត់លេងដែរយល់ទេព្រោះយើងហេតុអីព្រោះយើងអាចនឹងរាប់ច្រឡំអារឿង3របស់5ហើយនឹង5 main wave នេះយើងអាចច្រឡំមែនទេតាមតើនេះតាមតើខ្ញុំចង់និយាយឲ្យយល់ពីការរើស zone លេងហ៎អាឡូបាទបងតនបងតែពេលខ្លះខ្ញុំឃើញបងដោយសារបងលំអិតច្បាស់ហើយបងពេលខ្លះឃើញcorrection ហ្នឹងវានៅទៀបប៉ុន្តែដល់ពេលវាកំពងបងចូលដែរយល់ប៉ុន្តែយើងអានឹងវាមិនមែនប្រើចំណេះដឹងតែមួយយ៉ាងណាយើងប្រើ action យើងប្រើអីផ្សេងប៉ុន្តែដូចខ្ញុំអាសានិយាយទី1យើងត្រូវរើសកំណត់ zone លេងឲ្យច្បាស់សិនអញ្ចឹងយើងអត់មាន set up យើងបានន័យថាយើងលេងដោយអារម្មណ៍អានេះសួរថាចូលតនេះចូលដោយសារអី sale តនេះមិនដោយសារអីយើងមាន headផលអីដែលយើង sale យើងរកថាគ្រប់5អញ្ចឹងហ៎អាតនេះយើងឃើញចុះមកប៉ុណ្ណេះក៏នៅតែអត់សុវត្ថិភាពដូចណាព្រោះអី zone នេះក៏វាអត់ទាន់យើងអត់ទាន់បានប្រៀបដែរវានៅមានឱកាសជា A B C ហើយវាឡើងទៅធ្វើ5ឈុតនេះទៀតក៏បានដែរហើយ zone នេះវាប្រើម្ដងហើយយើងកុំភ្លេចមើលរូបភាពធំអញ្ចឹងនៅពេលដែលបើក្រាបមកជាសំខាន់ដោយសារហេតុអីបានយើងបញ្ញាប់ចូលព្រោះយើងទ្រាំអត់បានយើងអត់បានរងយើងអត់បានកំណត់ zone យើងអត់ដឹងថាយើងចាំព្រោះអីនេះបើសិនតែយើងបើក4ម៉ោងងាយណាបើសិនយើងបើក4ម៉ោងណាយើងលេងនៅក្នុង time frame ធំទេយើងចាប់ swing នេះមកឃើញទេជាង zone ដែលយើងគួរពិចារណានេះឃើញបើយើងយក4ម៉ោងពិចារណាយើង zone នេះបានយើងលេងព្រោះ time frame កាន់តែធំអានេះវាអាច A B វាឡើងទៅ C ក៏បានដែរឈុតនេះឃើញទេយើងអត់បានប្រៀបទេអាចទាំងអស់ដែលកំពុងឡើងនេះវាអាចជា A ក៏ថាបានដែរមែនទេចុះមក B ហើយវាឡើងទៅ C មួយសារទៀតបើសិនតែយើងយក time frame ធំប៉ឹបយើងយកចំណេះដឹងដដែលឃើញទេវាស់ same high same low របស់វាមកហើយរក discount zone របស់វាមក
យើងបូកផ្សំជាមួយស្អីFVG វាមានតាណាខ្លះតែបើយើងចង់លេងលឿនទៅក្នុង time frame តូចវិញយើងលេងតែ cycle នេះមកយើងដូចខ្ញុំនិយាយមុនហ្នឹងចឹងគឺ cycle នេះមក wash swim នេះឈុតនេះមកយើងយកអានេះជា goal សិនចូលពិចារណាអញ្ចឹង zone ដែលសុវត្ថិភាពយើងឃើញថា zone នេះវាមាន FVG សំខាន់មួយដែលយើងគួរពិចារចាំលេង zone នេះវាមាន order block អញ្ចឹងយើងចាប់ដើមរើសពិចារណាorder block នេះយ៉ាងហោចណាស់ក៏ដល់ zone 50 នេះដែរអញ្ចឹង zone នេះយើងអត់គួរលេងទេមែនទេHello ចុះបើសិនជាតែចង់ក្រោយដែលវាចោះមកដំបងបងពេលដែលវា break waistline ដែលវាឡើងទៅធំទៅបងអាហ្នឹងយើងពិចារណាបែបណាវិញដែរបងចុះយើងចង់ follow trend ដែលវាទៅតែ break ជាមួយ waistline វាដំបងបង trend នេះហ៎បាទ trend នេះបាទអា trend ដែលវាចោះមកហ្នឹងបងបាទអាចចោះមកចុងក្រោយហ្នឹងតែបើវានៅដើម trend ណាបងដែលវាអត់តន់ចេញរូបរាងអញ្ចឹងដែលយើងចង់ sell ណាបងព្រោះយើងឃើញថាឡើងទៅហ្នឹងវា correction ហើយវាបាន break ជាមួយនឹង trend line តខ្លួនរបស់វាអញ្ចឹងបងអានេះហ៎បាទហើយយើងដឹងដល់របៀបណាថាហេតុតែបានយើង save ទៅដោយរូបមន្តអីគេហេតុអីបានយើងគិតថាចង់ខ្ញុំមើលកន្លែងហ្នឹងរាប់ sub wave តែវាអាហ្នឹងវា ABC ហ៎បងនៅ cycle ធំហ៎បងវាឡើងទៅហ្នឹងឡើងទៅអានេះគឺ ABC បាទអានេះ A អានេះ B ចាំមក B ហើយឡើងទៅហ្នឹង C បងហ្នឹងឯងបងហើយគិតថា C ខ្ញុំមើលថាចាប់ C តាមហ្នឹងហ៎បងហើយរាប់ក្នុងខាងក្នុងវាមាន 5C វា C រាប់តាណាគ្រប់5រាប់មិនគ្រប់5 1 2រាប់មិនគ្រប់5 C ឃើញតែ3ទេបងប៉ុន្តែវា divergent divergent ណាបងនៅក្នុង correction យើងអត់មើល divergent កើតទេតែក៏đang divergent អត់កើតទេឃើញវានៅជា close ស៊ីលើស៊ីក្រោមចេះនៅពេលដែលយើងមើល divergent យើងច្រើនមើលនៅក្នុង trend ទេបានវាច្បាស់បានតែក្នុង impound ណាបងវា confirm ច្បាស់តែបើសិនជានៅយើងរាប់យក divergent មកប្រើនៅក្នុង correction ណាអាហ្នឹងដឹងតែ fail ច្រើនហើយព្រោះវាមិនមែនជា trend ឈុតនេះដូចខ្ញុំនិយាយបើសិនជាកាលណាតែយើងអត់ខ្វះភាពអត់ធ្មត់ក្នុងការរងចាំយើងអត់បានកំណត់សូនលេងយើងលេងឈុតនេះមិនដឹងដាច់យកប្រហែលទេគ្រោះថ្នាក់បើយើងអត់កំណត់សូនលេងគ្រោះថ្នាក់មកអានេះឃើញទេវាកលាស់ Q ហើយវានៅតែឡើងបានអានេះដូចតែគ្នាចុះមកវានៅតែមានឱកាសឡើងទៅបានអ្នកគ្នាហ្នឹងអញ្ចឹងយើងវាមិនច្បាស់ 100% តែប៉ុន្តែបើសិនជាយើងកំណត់សូនលេងទៅយើងបានព្រៀបដូចខ្ញុំអាសានិយាយថា time frame កាន់តែធំវាកាន់តែសក្រិតភាពសក្រិតដូច FVG មួយនេះ FVG នេះ strong ហ៎អាហ្នឹងវាអាចមាន reaction ប៉ុន្តែវាអត់ strong ទេបងដោយសារវានៅកណ្ដាល trend strong លើបង strong យើងមើលអីគេចាមើលវានៅចិត្ត order block ហើយមាន imbalance បងនៅដើម trend អានេះមាន imbalance អត់មានបងប៉ុន្តែវា FVG វាយើងមើលទៅលើអីខ្លះចាទី1មើល imbalance ទី2មើលថាវាប្រើហើយនៅអាទៅនេះតាមពិតរឹងណាហេតុដែលបានខ្ញុំហ៊ាននិយាយថារឹងព្រោះអាទៅនេះ same high same low វាជា liquidity អញ្ចឹងវាមានឱកាសនេះអានេះ zone នេះវាមានឱកាសកន្លោះទៅ CSL ពួក sale ទៅនេះឈុតនេះប៉ាំងឡើងមកអានេះ FVG ដែល
នៅលើ liquidity អាហ្នឹងជា FVG ដែលល្អអាសូននេះរឿងមកអត់ដែលប្រើអញ្ចឹងពេលប្រើលើដំបូងវាត្រូវតែ action អញ្ចឹងអាតម្លៃបច្ចុប្បន្នញ៉ឹងនៅមានតែបើសម្រាប់ខ្ញុំឯណាខ្ញុំជឿជាក់ថាវានៅតែឡើងមកមានឱកាសមករកអានេះតើបានវាត្រូវតែមក clear អានេះពួកអានេះ liquidity ទាំងអស់នេះ same high same ចាស់នេះហើយណាមួយនៅក្នុងរូបភាពដែលធំជាងផងយើងវាស់ហើយឃើញទេយើងវាស់រក ABC ឃើញទេអានេះ A មែនទេយើងវាស់នេះ B អញ្ចឹង C វានៅណាយ៉ាងហោចណាស់ក៏123ទេមែនទេ138 โซนនេះនេះโซนរបស់ C នេះតែដល់ពេលយើងអត់បានដាបលំអិតយើងព្យាយាមទៅលេងចង្វាក់នេះគោះថ្នាក់វាក៏លោះស៊ីលើកស៊ីក្រោមព្រោះអានេះចុះមកនេះបើសិនតែយើងលេងសុវត្ថិភាពឈុតនេះក៏ត្រូវឲ្យខូចដាវនេះខូចដាវនេះសិនធំនេះសិនចាំមកកាសេលក៏អត់យឺតពេលដែរតែវាអត់បានដូចចិត្តយើងឃើញទេដូចខ្ញុំនិយាយមិញឃើញទេវានៅតែមានការកលាស់ស៊ីលើស៊ីក្រោមអញ្ចឹងតែបើយើងលេងខ្លីអូខេយើងមកពិចារណាក្នុង15នាទីមកសូននេះប្រើរួចហើយសូននេះអត់ទាន់ប្រើសូននេះលេងបានអត់បានបងហើយវានៅជាប់អត់ដល់ប្លុកដែរទី1វាសំខាន់វាចូលក្នុង set up យើងផងនេះយើងចាប់មកវានៅក្នុង zone ដែលយើងពិចារណា discount zone នេះយើងពិចារណាលេងបានហើយណាមួយក្រងសាងនេះវាឡើងមកអានេះវាមានឱកាស ABC ដូចខ្ញុំនិយាយអញ្ចឹងវាឡើងទៅធ្វើពេល5អញ្ចឹងវា5ចប់នៅម្ដងណាអានេះជា5របស់ A ទាំងសងជាការដែលយើងប្រើចំណេះដឹងរលកបូកជាមួយនឹង AMC វាបានភាពលម្អិតអញ្ចឹងអានេះសូនវាឃើញសូនចប់ពេល5នោះនេះចំជាមួយនឹងFVG ឈុតនេះវាតេស្តទៅ trend line នេះល្មមអញ្ចឹងបើតាមបងនិយាយគួរតែកំណត់សូនបើអត់ដល់សូនហ្នឹងយើងសុខចិត្តអត់លេងអញ្ចឹងណាបងហ្នឹងហើយអាហ្នឹងគឺ set up ហ៎តែបើយើងលេងនៅក្នុងតម្លៃសូនមួយដែលអត់មានយើងអត់មានអញ្ចឹងមកថាយើងយក set up ឯងមកចាប់អានេះយើងលេងដោយអារម្មណ៍ហ៎មិនឃើញវា break trend line ទេបងគាត់ថាវាចប់អត់ទេ break trend line break trend line ហើយ break trend line វាមិនមែនប្រាប់ថាចប់ trend ទេវាចូលមកចិត្ត kill ដែរហ៎បងអត់ទេអាហ្នឹងអារម្មណ៍ហើយយើងយក data មកនិយាយចុះបើសិនការ break ហ្នឹងវា kill អាដៃវាចុះមកវា kill អាដៃនោះយើងអាចបៀតបានទេបងអាដៃដែលបងកូនគាត់ដាក់ពុំមកមិញហ៎បងបើសិនជាវា kill អាហ្នឹងដាច់ហ្មងអាហ្នឹងអាច confirm បាន sell បានទេបងឬក៏នៅតែត្រូវចាំទៅដល់សូនវាបង sell បានលុះត្រាតែវាធ្វើ swing low swing high ចាប់ពី2គូឡើងទៅបាទខ្ញុំអាសានិយាយឃើញទេតែយើងអត់យល់អត់ស៊ីជំរៅនេះអានេះវាអត់ទាន់ទៅធ្វើ low តែមួយហ្នឹងតែបើសិនជាវាចុះមកនេះបើសិនវាចុះមកពឹបវាធ្វើ low 1 2អញ្ចឹងបានន័យថាវាបង្កើតបាន trend មែនអត់អញ្ចឹងបានយើងរក sell ម្ដុំនេះបាននេះ sell នោះនេះរក FVG រកអីមក sell បានវាយឺតចង់ឃើញ set up បងម្ដងគឺបងប្រើ set up ហ្នឹងណាបងដែលវាចាប់ផ្ដើមមានជា trend សិនណាបងវាត្រូវមានជា trend សិនមិនអញ្ចឹងទេយើង buy at វាមានឱកាសនឹងអានេះយើង plot អញ្ចឹងនៅពេលដែលយើងវាអត់ទាន់កើតជា trend យើងទៅលេងវាមានឱកាស new high ជា niche ព្រោះអីដាវក៏អត់ទាន់ខូចអានេះក៏អត់ទាន់មានអីជា trend ឃើញទេតែយើងចាប់គោលការណ៍អត់ច្បាស់យើងវែងហ្នឹងគឺអារម្មណ៍ទៀតហ៎យើងអត់ដឹងច្បាស់ 100% ប៉ុន្តែយើងយកទៅតាម set up របស់យើងដូចខ្ញុំអាសានិយាយអញ្ចឹងអានេះយើងពិចារណាហេតុអីបានយើងត្រូវពិចារណានៅពេលដែលវាខូច low នេះបានន័យថាវា break out structure ខ្លួនវាបង្កើតជា trend បានគឺ BOS ឈុតនេះមែនទេអញ្ចឹងនៅពេលដែលយើងរកឃើញ BOS អ្វីដែលយើងត្រូវធ្វើបន្តអីគេយើងរកមើល FVG ឈុតនេះដែលវាចុះមកនេះបើសិនវាចុះមកធ្វើ low ពុបវានឹងមានទៀនកញ្ឆក់ធំឬក៏
គ្រួសារបែបណាចាំយើងពិចារណាវាអាចមាន overblock ឬវាមាន AVG អាហ្នឹងចាំយើងពិចារណាសូនយើងចំណាំចូលចំណុចនេះ ចឹងបើមើលតាមបងនិយាយចឹង setup ហ្នឹងគួរតែបាយបើសិនជាចង់លេងខ្លីៗមានតែបាយត trend បងដោយសារ MC ដំបូងវាតែ first two ដែរពេលចុះមក បាយក៏ trend ពងអា បាយក៏ ទៅ គ្រោះ បង ថ្នាក់ដែរបាយក៏គ្រោះថ្នាក់ដែរហេតុអីបានតែបាយគ្រោះថ្នាក់គ្រួសារវាក៏អត់រឹងមាំហើយសូនវាបាយវានិយាយមិនមែនថាគ្រោះថ្នាក់គឺវាអត់សមស្របនឹងបទុយព្រោះបើសិនជាយើងបាយ SL ធំ SL វាធំ TP យើងវាតូចពេក បាទ វាអត់សមស្របនឹងបទុយអត់គួរបទុយនិយាយងាយៗណាវាអញ្ចឹងណាអាដូចខ្ញុំនិយាយថ្ងៃមិញខ្ញុំប្រាប់ថាសំខាន់ណាស់គឺ break out structure នៅពេលដែលយើងអត់យល់អត់ស៊ីជម្រៅយើងនឹងវែងមកហើយយើងអត់ដឹងអត់ហ៊ានសម្រេចចិត្តទេខ្ញុំធ្វើ chat ទៅហើយវាអានេះហេតុអីបានត្រូវប្រើនៅពេលចិត្តដល់ cycle មួយយើងត្រូវប្រើសំខាន់ណាឈុតនេះណាឈុតទាំងអស់នេះឃើញទេរូបនេះឃើញទេ ឃើញបងឃើញ នៅពេលណាក៏ដោយដែលពេលយើងជាធម្មតាយើងថ្មីយើងចែក cycle អត់ដាច់យើងតែងតែចង់បានតម្លៃនៅក្រោមពេលតម្លៃឡើងទៅបំផុតអញ្ចេះពឹបយើងលែងហ៊ានចូលធម្មតាត្រូវទេព្រោះអត់បានតម្លៃស្អាតយើងខ្លាចតែប៉ុន្តែនៅក្នុងមេរៀនយើងនិយាយខ្ញុំនិយាយដូចហើយក្នុងការដែលយើងមើលថាវា break out ពិតប្រាកដយើងត្រូវមើលយ៉ាងម៉េចទី1គោលការណ៍នៃការ break out ដែលពិតប្រាកដគឺត្រូវតែ break ឲ្យបាន 100% នៃក្រប sideways ដែលវា break អានេះគឺក្រប sideways ឈុតនេះមែនទេអញ្ចឹងនៅពេលដែលយើង wash fibo ពឹបយើងឃើញថា 100% របស់វានៅតែនេះអានេះគឺលក្ខខណ្ឌដំបូងនៅពេលណាដែលវាធ្វើ 100% របស់ sideways វាបានអានេះវាធ្វើនៅពេលដែលវាចុះមកនេះអានឹងចុចចំណាក៏យើងរកឱកាស DCA បានព្រោះវា guarantee ថាវា break ពិតប្រាកដហើយទី1ណាទី2យើងត្រូវមើលអីទៀតក្នុងការ break ពិតឬ break คล้ายៗបើសិនជានៅ break ត្រឹម123ឬ138នេះយើងអត់ទាន់ចូលទេព្រោះវានៅមានឱកាសជាការ foul break ដូចរូបនេះ ចុះ161បង161យើងកំផំបានហើយបងចាំដល់200 161វាអូនចិត្តហើយព្រោះអីរយៈ foul break វាត្រឹម138ទេ161នេះក៏វារៀងអូនចិត្តដែរព្រោះអីវាចូលនៅក្នុងយើងអាចមើលថាវា3បានឈុតនេះហ៎ប៉ុន្តែរយៈ2នេះយើងត្រូវប្រយ័ត្នទី2យើងទៅមើលទៅលើអីយើងមើលអានេះដែលយើងរៀនរួចហើយថាមើលតើវាបើសិនជាវាមកប្រើលើកដំបូងចាដាច់ខាតវាត្រូវតែ action យើងកុំព្យាយាមបែក add ថាវាត្រូវតែ break ឈុតនេះគ្រោះថ្នាក់ណាព្រោះវាអត់ទាន់មានការ clear សោះអញ្ចឹងវាត្រូវតែមាន action ឃើញទេនៅពេលវាចុះពឹបអានេះមកប្រើលើកដំបូងវាត្រូវ action same high same low វាគឺជា support resistance រឿងមួយយ៉ាងអានេះ same high មែនទេនៅពេលវាប្រើលើកដំបូងឃើញវា action មកសិនតើវាមាន clear យ៉ាងតិច2ដងអាហ្នឹងបានយើងមានឱកាស break នៅពេលវាមកលើកក្រោយបានមានឱកាស break អញ្ចឹងនៅពេលដែលយើងពិចារណាត្រូវមើលតើអាហ្នឹងវា clear ប្រហែលដងហើយយ៉ាងហោចណាស់2ដងក្បាលកាន់តែទៀលកាន់តែល្អដែលយើងរៀនកន្លងមកហ្នឹងទី2យើងមើលបើសិនជា break ពិតត្រូវតែ break ដោយ imbalance គឺត្រូវតែ break ដោយយក imbalance មក break ហើយអា break ហ្នឹងត្រូវតែបិទទៀនសាច់ពេញលើអា level break ហ្នឹងបើសិនជាបិទដូចជីឬក៏ឆ្អឹងអាហ្នឹងយើងអត់រាប់ថាជាការ break ទេមានឱកាសជា foul break មានណាតាមអត់ទាន់ចំណុចនេះហ៎ break ពិតនិង break ខ្លាំងៗយើងមើលលើអីគេនេះក្នុងករណីហេតុបានខ្ញុំនិយាយអញ្ចឹងនេះយើងឃើញនៅក្នុងរូបភាពនេះហ៎ឃើញវា break ខ្លាំងៗហ៎អានេះក្រប sideways មែនទេនេះធម្មតាបើសិនជាយើងអត់យកចំណេះដឹងនឹងមកចាប់នៅពេលវា break ឈុតនេះ break ដោយ3រីកទៀតអានេះយើងតាម sale ហើយមែនទេតែនេះវា break ដោយ imbalance ដែរណាបងហើយបិទទៀនស្អាតទៀតតែនៅតែវាខុសស្អីគេរយៈវាខុសដោយសាររយៈវាអត់ទាន់ដល់
ចឹងថារយៈ foul break ទោះវា break ដូចស្អីក៏ដោយយើងត្រូវប្រយ័ត្នដូចខ្ញុំប្រាប់ថា123 138នេះយើងកុំទាន់លេងលោកចិត្តអត់ធ្មត់រងចាំឲ្យវាបើសិនជាវាចុះប៉ាំងមកដល់200ពឹបអានេះវា confirm ហ่ะអញ្ចឹងនៅពេលដែលវា retest ឡើងទៅតាណាក៏ផ្សូនម្ដងនេះយើង DCA បានទាំងអស់ដោយភាពជឿជាក់ទៅនេះ ensure confidence ចឹងណាអញ្ចឹងបាននោះតែបើចូលកន្លែង entry មក confidence បងដាក់ហ្នឹងអាហ្នឹងដូចជាដោយសារនៅ web 3មែនបងយើងអត់ចាំទៅដល់ discount zone ណាបងបើនេះវា retest មិនទេគេបងបាទបើសិនជាវា break មក100តាម setup ដែលបងដាក់មកណាបងអានេះខ្ញុំនិយាយក្នុងទិសដៅចុះហ៎ក៏នៅបាទបើសិនជាវាចុះអាសូននេះក៏វាមានឱកាសបាន 50% ដែរយើងវាស់ swing ចុងក្រោយមែនទេអូមែនវាស់ពីលើមកហ្មងណាបងយើងវាស់ swing ចុងក្រោយនេះតាព្រោះវា break បានរយៈនេះយើងវាស់ swing ឈុតនេះយើងចាំមើលជាក់ស្ដែងប៉ុន្តែអ្នកឃើញនៅក្នុងរូបភាពជាក់ស្ដែងបើសិនជាវានៅក្នុងរយៈ foul break វាមានឱកាសជា foul break ហើយវាឡើងទៅបន្តអញ្ចឹងនៅពេលដែលវាឡើងទៅបន្តយើងដឹងដោយរបៀបណាដើម្បីឲ្យដឹងខ្លួនលឿនទី1បើសិនជាវា foul break នៅពេលណាក៏ដោយដែលវាឡើងវាឈរជើងនៅក្នុងโซนក្រប sideways ចាស់របស់វាបានពេលណាអានោះមានឱកាសឡើងច្រើនណាវាឈរនៅក្នុងโซนរបស់វាបានណាយើងត្រូវប្រយ័ត្នគឺបានន័យថាវា return zone រួចវាទៅតាម trend បន្តអាហ្នឹងបានន័យថានេះជា foul break ដូចរូបភាពមួយនេះខ្ញុំចង់និយាយពីអីបើអត់ចេញនៅក្នុងការ break នេះក្រប sideways របស់ចាស់របស់វាចឹងអ្វីដែលយើងចាំឲ្យចាំដូចខ្ញុំនិយាយមិញថាទី1យើងត្រូវមើលថាវា break បាន 100% អត់ទី2វា break ដោយ imbalance ឬអត់ទី3មើលអីទៀតមើល volume បើសិនជាវាពិតជា break ដោយ volume យើងត្រូវពិចារណានេះទី1បើសិនជាវាឡើងមក break ផាំងវាយក imbalance មក break អាហ្នឹងរូបនេះមិនត្រូវនេះឈុតនេះ same high នេះក្របនេះមែនទេនៅពេលណាវា break នេះធម្មតាយើងអត់ហ៊ានតាមទេព្រោះអីតម្លៃវាខ្ពស់ហើយសម្រាប់អ្នកថ្មីអ្នកអត់បាត់ពិសោធន៍តែបងប្អូនអាសាឃើញខ្ញុំពេលឡើងខ្ពស់ហើយមិនខ្ញុំនៅហ៊ានចូលទី1យើងត្រូវមើលលើ price action របស់ទៀនទី2បើសិនអានេះ high ចាស់របស់វាមែនទេវា break ដោយ imbalance ឃើញទេ break ដោយ imbalance វាបិទបានល្អអញ្ចឹងជាធម្មតាខ្ញុំប្រាប់ថាម៉េចនៅពេលដែលវាបិទ imbalance ណាវាមិនដែលសម្រាប់ជ្រៅទេព្រោះ imbalance វាដើរតួជា support resistance នៅក្នុងដើមទៀននឹងតែម្ដងអញ្ចឹងបើយើងលេងអត់គិតអីច្រើនចូលទៅនេះ SL ទៅនេះតែអ្វីដែលយើងធ្វើឲ្យយើងជឿជាក់នៅក្នុងការចូលដោយសារតែយើងយកចំណេះដឹងទៅថានេះឃើញវាធ្វើ BO exchange operator ជុំនេះប៉ាំងវាឡើងភុងវាបិទដោយទៀនធំអញ្ចឹងនៅពេលដែលបិទទៀនធំបើថាយើងដឹងថាអានេះវា break ពិតប្រកបឬអត់យើងត្រូវមើលអីគេទៀត volume ឃើញ volume របស់វាឃើញ same high ពីមុននិង high យើងប្រៀបធៀបរវាង high មុននិង high បច្ចុប្បន្ននៅពេលវា break ប៉ាំងណាយើងពិចារណាเอา high មុនទៅនេះអញ្ចឹងបើសិនជាអានេះពិតជា break ពិតប្រកប volume របស់វាទៅ confirm ដូចគ្នាយើងឃើញ high ចាស់វានៅទៅនេះឃើញ volume របស់វានៅនេះអានេះគេថា volume convergence គឺបានន័យថាវាពិតជាមាន volume ខ្លាំងអញ្ចឹងអានេះដែលធ្វើឲ្យយើងហ៊ានចូលម្ដុំនេះបិទទៀនក៏យើងហ៊ានចូលដែរชุดនេះគេហៅថា volume ascending មានណាតាមអត់ទាន់ទេដូចชุดនេះអានេះក្រប sideways មែនទេក្រប sideways នេះវា clear មកម្ដងហើយហ្នឹងណារឹងមើលអានេះ clear មួយសាអញ្ចឹងនៅពេលដល់ឡើងមកមួយសាទៀតយើងពិចារណា
ការ break នេះវា break វាមានឱកាស break វាអត់យើងមើលរឿង play action របស់វាគឺវា break ដោយអីគេ imbalance ទី1យើងមើល imbalance អានេះបិទទៀនបិទពេញល្អ break អញ្ចឹងអាទៀននេះគួរទុកឲ្យចិត្តអត់យើងមើលទៅលើអីគេមើល volume ឃើញទេធៀបជាមួយនឹង high ពីមុននៅនេះឃើញ volume វាធ្វើ new high ជុតនេះបានអូខេអានេះវាយើងអ៊ុនចិត្តដែរទី3យើងមើលទៀតនៅពេលដែល break រួចវាតែងតែមកទទួល order ចាស់របស់វានេះឃើញទេពីតែចឹងនៅក្នុងការ break out យើងមានចំណុចសង្កេត4សំខាន់ធំៗណាទី1មើលតើក្រប sideways ហ្នឹងវា clear ហើយនៅវាប្រើប្រមាណដងហើយទី2យើងមើលទៅលើរឿង play action នៃការទាញ break បើសិនជា break ដោយ imbalance កាន់តែល្អទី3យើងទៅមើលរឿង volume ទី4យើងមើលបើសិនជាយើងចិត្តតិចនៅពេលវា break ហើយបន្ទាប់ពី break ពឹបវាត្រូវតែមានមួយឈុតទៀតដើម្បីឡើង confirm មកវាដើម្បីវានិយាយថាវាពិតជាមាន volume ពិតប្រាកដត្រូវមានទានថែមអញ្ចឹងតែនៅពេលដែលថែមរួចហើយវាតែងតែមក retest គឺហៅមកទទួលមនុស្សមួយសារទៀតដើម្បីឡើងទៅសារនេះឲ្យបានឆ្ងាយទៀតចឹងបើកន្លែងនេះបើយើងចិត្តទៅជាអាពេលដែលវា break ក្លៀមយើងបាច់ចូលបើសិនជាវា back ក៏វាចុះមកក្លៀមបាច់ចូលទេតែបើវាមក return តាម trend line វាពីមុនយើងចូលកន្លែងហ្នឹងវាល្អណាស់ហ្មងវាមានពីរបែបដូចខ្ញុំអាសានិយាយចូលអាការចូលទៅនេះពេលខ្លះបើសិនជានៅក្នុង web 3បិទទៀនធំល្អវាអត់ចុះអត់ជ្រៅទេអានេះដោយសារតែវាបិទមិនសូវទៀនធំតែវា imbalance វាត្រូវទីតែយើងត្រូវមើល volume ជាក់ស្ដែងតែបើសិនជា volume ដូចអាមុនរូបភាពមុនដែលវា confirm ខ្ពស់ខ្លាំងណាអាទៅហ្នឹងវាចុះទៀបអត់ចុះខ្ពស់ទេចុះអត់ជ្រៅទេយើងត្រូវបន្ថយអានេះហេតុអីបាទខ្ញុំទៅបរៀនអាច break out នេះឲ្យច្បាស់ព្រោះខ្ញុំដឹងថានៅពេលដែលក្រាបនេះប្រាប់មាសបច្ចុប្បន្ននេះក្រាបមាសបច្ចុប្បន្នបងប្អូនឃើញនៅក្នុង time frame ដែលធំនៅពេលដែលវា break ឈុតនេះនៅពេលដែលវា break ឈុតនេះហើយបងប្អូនអត់ហ៊ានតាមទេតែបងប្អូនបាន order បំណុំនេះបងប្អូនអត់ហ៊ានចូលទេអញ្ចឹងបាទខ្ញុំប្រាប់ថាត្រូវយកចំណេះដឹងអា break out នឹងមកប្រើនេះ same high same low ឈុតនេះយើងមកពិចារណាទៅនេះតែអាពេលវា break នេះវា break យកទៀនអីមក break តើកាលណាដែលយើងអត់ច្បាស់ទ្រឹស្ដីយើងអត់ច្បាស់ set up យើងខ្លាចវាជារឿងធម្មតាទេដូចខ្ញុំអាសានិយាយតែតាមពិតអាចចង្វាក់នេះដែលយើងត្រូវ confirm ដូចខ្ញុំអាសានិយាយមើលโครงสร้างវាពាក់បច្ចុប្បន្ននេះបើសិនជាវា break ប៉ាំងដោយទៀនធំចូលទៅសិនតាមយកមួយឈុតរបស់វាព្រោះអីវាមានឱកាស1 2 3អានេះវាអត់ទាន់ឈប់ហើយចាំវាចុះមក retest ក្រោយតែបើសិនជាវាឡើងមករឿយអាហ្នឹងចាំយើងលេងវា break ឈុតនេះបានពេលណាហើយចាំវា retest មក0ទៅនេះចាំចូល first line នេះចាំចូលឈុតនេះតែយើងឡើងឡានអត់ទាន់ហ្នឹងមកពេលយើងអត់ច្បាស់នៅក្នុងការចូលយើងអត់ហ៊ានចូលព្រោះយើងអត់យល់ពីរឿងការ break ពិតឬ break คล้ายៗហ្នឹងឯងខ្ញុំអាសានិយាយហ្នឹងមានណាតាមអត់ទាន់ទេសនុមានសួរតង់ណាមានសនុហ៎អាហ្នឹងអាពេលចុះមកក៏យើងមើលអញ្ចឹងដូចគ្នាដែរណាបងដល់អាវាយដែលវាចុះមកប្រែពីហ្នឹងហើយគាត់វាប្រពេលតែចុះបានពីឬក៏អត់តែថាសុំម្ដងទៀតមកអត់ច្បាស់កន្លែងចុះមកបងវាយនៅខកអីចុះកន្លែងแรกណាអាហ្នឹងយើងអាចពិចារណាបងនិយាយហ្នឹងបានថាខ្សែវាណាងបងវាអូស្ដាប់អត់បានសោះឯនេះហៅឡូ
Alo ហេឡូបងមិន បាទ ជិះ ប ទៅ ង ណា បាទលឺបង សូមម្ដងទៀតមកស្ដាប់អត់បានមានស្ដាប់អត់ដាច់ បងកន្លែងវាយបងមើល time frame ធំបងកន្លែងវាយដែល break W បងអាហ្នឹងយើងមើលវា break out មកហ្នឹងក្រប sideways កន្លែងហ្នឹងដូចគ្នាដែលបងនិយាយមិញគ្រាន់តែវា down trend តែបងបាទកន្លែង WX ហ្នឹងដូចជាក្រប sideways មួយដែរតែបងកន្លែងហ្នឹង swing low swing high វា តើនេះហ៎ បាទអាវាយហ្នឹងដែលមក break ជាមួយក្រប sideways បង W ជាមួយ X ខាងលើបង នេះហ៎ បាទបងបាទ វានៅក្នុងលក្ខ អា ខ ហ្នឹង ណ្ឌ យើងមើលអញ្ចឹងដែរមែនបង មើលដូចគ្នាតែលក្ខខណ្ឌតែមួយហ្នឹងគ្រាន់តែវា down trend down trend ហើយនឹង up trend តាអានេះដូចគ្នានេះក្របនេះនៅបច្ចុប្បន្នយើងឃើញថានៅពេលដែលយើងពិចារណាមាសបច្ចុប្បន្នណាវាមានក្រប same high same low ឈុតនេះឃើញទេតើនេះវាមាន same high same low ឈុតនេះមែនទេ បាទបងបាទ នេះ same high same low អញ្ចឹងអ្វីដែលយើងពិចារណាអា same high same low នេះវាគឺជា liquidity វាមានឱកាសដែលវាកន្លោះឡើងទៅប៉ាំងហើយវាចុះក៏មានអាតានេះក៏ដូចតែគ្នាដែរវាមានឱកាសចុះមកប៉ាំងកន្លោះអានេះព្រោះអានេះ same high same low វាគឺជា liquidity ដែលបោកបឆោតយើងវាច្រើនតែកន្លោះប៉ាំងហើយវាឡើងអានេះដូចគ្នាកន្លោះប៉ាំងហើយឡើងវាមានឱកាសឡើងប៉ាំងមកទៀតនេះជាប់ FG ឈុតនេះវានឹងចុះមកធ្វើ wave 5ក៏បានដែរអានេះជាកន្លែងបោកយើង អាហ្នឹងដែលកន្លែង inertia ដែលបងថាវាគ្រោះថ្នាក់មិនគួរលេងណាបងដែលវានៅក្នុងក្របអញ្ចឹងហ៎បង ហ្នឹងហើយវានៅក្នុង initial វាតែងតែកន្លោះ ceiling ស៊ីក្រមហើយអ្នកមួយវានៅក្នុងអីមួយទៀតរយៈ fall break ឃើញយើងវាស់ Fibo មកឃើញក្នុងក្របនេះយើងវាស់បើយើងបានថានេះឃើញនៅ zone នេះហ៎ zone នេះហេតុអីបានខ្ញុំត្រូវបរៀនឈុតហ្នឹងគឺដើម្បីឲ្យយើងប្រយ័ត្ននៅពេលដែលវា break ប៉ុណ្ណឹងយើងកុំព្យាយាមតាមព្រោះវានៅក្នុងរយៈ fall break អានេះដូចគ្នាយើងកុំព្យាយាម break ពឹបតាមអាហ្នឹងគ្រោះថ្នាក់ហើយដោយសារតែអីព្រោះយើងអត់ដឹងថាវានៅក្នុងរយៈ fall break នេះយើងតាមពឹបវានៅក្នុងរយៈ fall break ឃើញទេមាសដូចគ្នាបើសិនតែយើងមើលនៅក្នុងរូបភាពធំណា zone នេះគួរ sell បំផុតព្រោះវាមាន liquidity ឈុតនេះតែបើសិនជាវាឡើងយើងមិនបាច់បខំទេបើសិនជាវាឡើងប៉ាំងឡើងទៅដល់200ពេលណានេះយើងអ៊ុនចិត្តគឺនៅពេលដែលវាចុះមកនេះ zone ម្លំនេះ zone នេះយើងរកមើល FVG រកមើល order block ដើម្បីចូលបាយតាម trend បន្តឃើញទេព្រោះអានេះវាធ្វើ swing low swing high ចាប់ពី2គូឡើងទៅហើយឃើញទេវាបង្កើតជា trend បានហើយអញ្ចឹងយើងពិចារណានេះយើងដូចគ្នាយើងចូលមកទ្រឹស្ដីមិនដែលទៀតយើងរកអីគេទេយើងមករងចាំ zone discount ដើម្បីលេងzone discount នៅនេះទៀតឃើញទេរូបមន្តដដែលឯងគ្រាន់តែថាយើងយល់ពី concept នៅក្នុងការប្រើអត់នេះ zone នេះយើងពិចារណាតែបច្ចុប្បន្នដោយសារតែវាអត់ទាន់ខូចអានេះយើងមើលនៅក្នុងយើងឲ្យអត្ថភាពនៅក្នុង down trend នៅឡើយតើនេះបើសិនជាវាឡើងនៅក្នុងទម្រង់នេះបានន័យថាវាឡើងជាលក្ខខណ្ឌអីគេតម្រងជា saucer បង ចឹងនៅក្នុងការផ្លាស់ប្ដូរក្រាបវាមានពីរទម្រង់ធំដែលវារសារកើតគឺ head and shoulder ជាមួយនឹង saucer អានេះឃើញទេ saucer គឺវាធ្វើគូតដូចទាលទៅនេះហើយវាឡើងទៅមានណាតាមអត់តលរឿង break out ចាំមើលវីដេអូទៅបន្ថែម break out ដែលបងវាស់រយៈប្រវាយហ្នឹងខ្ញុំយល់បានច្រើនតែបងប៉ុន្តែពិបាកត្រង់ break out structure ដែលបងបញ្យល់មុនហ្នឹងពិបាករកអា swing វាដែល break ហ៎បង
អត់ទេចេះអត់មានអីបាទេ break out structure គឺនៅពេលដែលវាកើត train រួចហើយធម្មតាដែលយើងហៅថា BOS ហ្នឹងឃើញ train អ្វីក៏ដោយវាឡើង swing low swing high ចេះមែនទេចេះមែនទេអញ្ចឹងអាចចំណុចនេះ តែអា BOS ហ្នឹងយើងត្រូវមើលថាវាផុត0 break ហ្នឹងដែរត្រូវឯបងឬក៏អត់ទេអា BOS នេះ break out structure ដែលបងនិយាយហ្នឹងបង អានេះ BOS អានេះ BOS អានេះ BOS ជាធម្មតាក្រាមនៅពេលបើសិនតែវាកាត់ជា train ហើយយើងតាម train នៅពេលដែលយើងត្រូវមើលថាតើវា BOS បាននៅពេលដែលវា BOS បានពេលណាប៉ាប់យើងបដ ாய் វារត់ទៅប៉ុន្តែនៅពេលដែលយើងចង់ follow train ឃើញទេនៅពេលដែលយើង follow train យើងត្រូវយកចំណេះដឹងអីមកចាប់ discount zone មកប្រើជាង zone ដែលយើងប្រើគឺ zone នេះពី50ឡើងមកជាពិសេសសំណុំរំហ្នឹងទី2យើងមើលអីទៀតយើងបាន discount zone ពិចារណាហើយ zone នេះយើងអត់ពិចារណាទេហើយចុះមកអត់មានប្រើអារម្មណ៍ហ្នឹងខ្លាចវាឡើងអត់ទាន់អីអត់គិតដល់ zone នេះបានពិចារណាអញ្ចឹង SVG ឬក៏ order block ដែលល្អដែលរឹងមាំត្រូវតែកើតនៅក្នុង zone របស់ discount ជានិច្ចចាំទេអញ្ចឹងអាទៅនេះវាអាចមាន SVG ឬក៏មាន order block អីទៅនេះយើងអត់ប្រើទេព្រោះអីវានៅក្នុង zone premium ការដែលបងថាពិចារណាហ្នឹងយើងគួរតែចាំវា break trend line correction ហ្នឹងទៀតត្រូវបងពេលមកដល់ហ្នឹងហើយវាប៉ះមានទៀត absorb មួយហ្នឹងបានកាន់តែល្អត្រូវបងចង់មានន័យថាម៉េចចេះមិនខ្ញុំទាញអត់បានចឹងនេះចង់មានន័យថាម៉េចចង់មានថាវាមកដល់0ហ្នឹងហើយយើងគួរតែធ្វើមិនចឹងហ៎បងយើងគួរដែល limit ចាំហ្មងឬក៏ចាំវា break trend line correction វានឹងមកតង់ទៀតចាំយើងចូលបងបើយើងកាន់តែលំអិតវាកាន់តែល្អដូចខ្ញុំអាសានិយាយ0នេះធម្មតាឧទាហរណ៍ថាយើងមើលនៅក្នុង1ម៉ោងឬ4ម៉ោងនៅក្នុងទម្រង់រូបភាពនេះណាអញ្ចឹងបានថានៅពេលដែលបើក្រាមមកពឹបយើងបើក time frame ធំដើម្បីអីដើម្បីមើលថា trend បច្ចុប្បន្នហ្នឹងវា up trend ឬក៏វា down trend មែនទេនៅពេលដែលយើងច្បាស់ថាអូវាពិតជា up trend ហើយអ្វីដែលយើងធ្វើបន្តយើងត្រូវធ្វើម៉េចយើងដឹងថាគោលដៅរបស់យើងគឺលេងតាម trend យើងបាយអញ្ចឹងនៅពេលដែលយើងបាន trend រួចហើយយើងចុះមកមើលក្នុង4ម៉ោង1ម៉ោងមកអានេះឧទាហរណ៍សិនណានៅពេលដែលយើង confirm ថាយើងកំពុងបាយហើយអញ្ចឹងយើងចុះមកមើលក្នុង1ម៉ោងរឿងមើលអីគេយើងចុះ1ម៉ោងយើងដើម្បីយើងមករក discount zone យើងមករក SVG យើងមករក order block អញ្ចឹងនៅក្នុងក្របនេះវាមានអា zone 3ហ្នឹងដែលយើងពិចារណាអញ្ចឹងយើងពិចារណា zone OB ឬក៏ SVG ណាដែលវានៅក្នុង zone discount ទីមួយយើងមកមើលក្នុង1ម៉ោងណាអូខេអញ្ចឹងនៅពេលក្នុង1ម៉ោងប៉ឹបយើងចង់ចូលឲ្យបានចំណុចដែលល្អឲ្យលឿនទៀតយើងចុះមកក្នុង15នាទីនៅពេលតម្លៃជិតមកដល់โซนនេះពឹបយើងចុះមកក្នុង15នាទីឬក៏ក្នុង5នាទីក៏បានដែរអូយអា5នាទីនេះវាធ្វើ BOS ឬក៏ធ្វើ change of character ឈុតនេះព្រោះធម្មតានៅពេលវាចុះមកចូលសិនអានេះលំអិតណាចូលទៅលំអិតណាខាងក្នុងជាធម្មតានេះនៅក្នុង time frame ដែលតូចមិញយើងចុះមកក្នុង1ម៉ោងមែនទេក្នុង1ម៉ោងវាមានចុះចេះមកដល់បាល់មកដល់โซนយើងប៉ាំងយើងចុះមកក្នុង5នាទីដើម្បីយើងចូលឲ្យបានលឿនយើងរកចាំវាឃើញវា BOS ឈុតនេះប៉ាំង break out structure ឈុតនេះប៉ាំងអញ្ចឹងយើងមកចាំចូលឈុតនេះអានេះចំណុច entry របស់យើងចូលក្នុង5នាទីដើម្បីចូលឲ្យបានលឿនកន្លែងនេះដូចជាដំបូងវាទៅតែ change of character ណាបងវាហេតុចាំឲ្យវា BOS ម្ដងទៀតទេណាបងអាតនេះយើងយកចូលអានេះយើងចូលនៅក្នុងស្មារតីវាសុវត្ថិភាពហើយ head and shoulder មែនអត់
bây giờ bet mà đồng này mày nè ta tao nè tôi dương cầm nọt zone dương cầm nọt từ đau không ra liền dương cho ba hơi không buôn không mà máu như đinh mỏ ở hết thà thì mỗi train thông như bẹp thà up train tí pí dương đây nó không đồng bọn discount zone mày nè dương lên nó không FVG đá vía rừng mòm tí bấy không time frame tối có viết đào stop từ tam time frame thông đài cứ virus nó không từ đau từ mũi bạn dương lên viên nó không phải chăn thế nhưng mà toàn lên nhé dương của phong phải chăn train thông toàn đấy បាទបងតន់បង tôi dương tăng về setup chứ mà dương mến thay dương tăng chứ mà trâu rồi phía rồi thế phần tái bơ sân thì dương vô setup một cháp dương nó tập để rõm chứ hay dương trôi tập biệt tập bên tam ở zone premium ấy dương chạy trôi là đòi rõm khai chạy lan này lan ở toàn thế ấy dương đánh năng bị buồn màu đấy không nông mà ngày mà setup cứ dương phở từ đó này bây giờ lên nhiều chỗ bác này chút nhỉ trôi một gram là ti màu ôi bị trên operator ở chỗ bác mó rồi bữa thay dương ở chỗ bác chứ nương tiết ôi bị thơ xem BOE mà xa tiết để làm trôi trong bạn ấy có bàn này vì miếng học catch nè chờ thì chiên dương vật thôi đời dương ở đơn ấy chẳng ấy dương nhà mà trôi chút nít của bạn này Eurozone FVG chút ní mà nó không pram như tí về miền này về lại tao បើយើងចូលឈុតហ្នឹងយើងគួរតែ SL នៅ low ទី1នេះក៏ low ក្រោមគេបង នេះ là នៅ đào time frame 2ហ្នឹងបង đàoយកđàoជាគុកក្រមថា frame ណាយើងប្រើទិសដីដូចគ្នាបើយើងចូលទៅនេះ SL យើងទៅនេះ Trời mấy squad chứ này nữa clear đâu mà nặng ca trôi vào dưỡng tí muối để nhưng mà sao vậy chừng rớt zone lên bởi sân là dưỡng ọt cầm nọt zone vô mình lên thế dưỡng cái ạch phát được ca pra rõm ấy bây giờ mình set up để nhưng mà sao vậy đại tha nope là dưỡng vô bộ từ đây bộ này một phở dưỡng rộp sắp web khẳng nông phong dưỡng anh adapter cho mỗi người bán bờ sân chi nè web buồn cho nói nhé chiều web 4 nhưng đừng ai thao web 5 bị rốt màn ngay mà này dạng kháng rồi anh học xong muối phía đó anh ấy dương TP tàu hãy cùng bay ad thay bị trâu tờ làng ở ngay ấy dương mưa krong sang nhiều rộp sạp web hay những khơi thả đi vì chưa lộc thì buồn tại bờ sân ảnh đi vì nó không lộc TP hay vì của phong làng lộc thì bay nó mang thua dương bay ad bàn ngay rồi nhé toàn đấy បាទបងតន់បង តែយើងច្រើនតែរងចាំអត់បានដោយសារអីនៅអត់សុខអត់មាន order អត់ទេឥឡូវត្រមបានបងបានតែមកគេថា conform មក server ខុសគឺថាអត់តន់ច្បាស់បងអត់ទៅបខំចូល order បងឥឡូវ dương tọa đáp để nhưng mà sao vậy để chẳng cứ tụi bây giờ ngọt bàn đáp thế dương cái giải pháp bị cao para rõ mình chẳng tọa dương đáp A plan B trên địch mà đừng thay dương thổ thứ A ở bên nâng bữa sân để dương ngọt đáp thế cái dương para rõ mày đã nè nhóm đáp tục ta nè không nè zone nè nhưng có phong mưa thả nè cho pram chút đi ót đứt rồi chịu bấy là tụi buôn được bấy cho họ bèm chút nè anh đi phải con thì chịu pram rồi bỏ bấy thì mới nhớ cha là cùng sang dần anh ấy mình cùng sang empower chứ mình ở các tôi chịu buôn chuẩn đi chởn cái nhầm đạp tục ấy nè mình ở các chữ ABC chuẩn này tái bơ sân chơi lẹ khăn để về làm tôi chia
ចេះអានេះខ្ញុំយកចំណេះដឹងអានេះមកប្រើទៀតដែរឃើញទេ បាទ យកចំណេះដឹង break out ឈុតនេះមកប្រើវា confirm ពេលណាបានន័យថាអូខេអានេះវាឡើង web 1 web 3ឈុតនេះ3របស់1ឈុតថ្មីរបស់ empower ឈុតនេះឃើញទេដាបអញ្ចឹងវាត្រូវដាបពីផ្លូវដើម្បីយើងយកមានកន្លែង check list របស់យើងថាតាណាយើងមើលត្រូវតាណាយើងមើលខុសហើយអញ្ចឹងយើងត្រូវដឹងខ្លួនឲ្យលឿនហើយយើងរើសលេង0មក0ណាយើងលេងដែលបានសុវត្ថិភាពដូចអានេះបើសិនតែយើងមើលថាជា4ដើម្បីចុះទៅ5នេះ0ម្ដងនេះបានយើងគួរលេងយើងទៅមើល FVG នៅតាណារឿងមាំរាប់សាប់ web ខាងក្នុងអញ្ចឹងណានៅពេលដែលយើងដាបពឹបយើងដឹងថាយើងត្រូវលេងម៉េចដូចខ្ញុំអាសានិយាយចឹងប៉ុន្តែបើសិនតែយើងអត់ដាបដល់គ្រោះថ្នាក់ហើយនៅពេលដែលវាអត់ទាន់ចូលផែនអញ្ចឹងយើងធ្វើអីលេងទៅតាមតាណាទៅកុំបខំលុយយើងនៅក្នុងកប៉ៅទៅអត់អីទេតែតែយើងលំមាស់អានោះទប់អារម្មណ៍បានចូលឯងលបោះសងសឹកដាច់ខ្ទេចអូខេចំណុចចូលចំណុចរ0ដែលគួរពិចារណាមានណាតាមអត់ទាន់ទេតាមអត់ទាន់សួរយល់បានច្រើនទេបងចំណុចចូលបង តែមិននៅខាត ដោយសារតែអនុវត្តខុសច្រើនបង យល់ច្រើនណាស់មែនតើចូលអត់ដែលចាំ មួយថ្ងៃក្រោយនេះខ្ញុំចូលត្រៃតម្លៃលោកគ្រូច្រើនដែរតែអត់តាមឃើញលោកគ្រូទៅសារ អត់ទៅបងរិទ្ធីខ្ញុំសុំសួរពី correction តិចបានអត់បង បាទ បងចំពោះការសម្រាប់បែប triangle ហ្នឹងពី A ដល់ E ហ្នឹងពី A ដល់ E ហ្នឹងតែងតែមាន3 relog generic នៅក្នុងហ្នឹងទេអត់បង A ក៏មាន3ហើយ B C D E គឺ3ទាំងអស់ទេអត់បង បាទ ចុះចំពោះzigzag វិញបង zigzag រៀងខុសពីគេបន្តិចតែដល់ចំពោះ C មាន5 zigzag រហ័សកូដយើងត្រូវចាំលេខកូដវាសិន zigzag រហ័សកូដរបស់វាគឺអីគេ ខ្ញុំអត់ទាន់បានមើលអត់ទាន់បានដឹងកូដវាបង កូដរបស់វាគឺ535 535 535បានន័យថាម៉េចបានន័យថា A មាន5 B មាន3 C មាន5 flat កូដរបស់វាគឺអីគេ flat គឺ3 3 5បានន័យថាម៉េចបានន័យថា A មាន3 B មាន3 C មាន5តែពេលយើងចាំកូដទៅយើងដឹងហើយtriangle កូដវាមានលេខគេគឺ3 3 3 3 3 5ដងអញ្ចឹងបានន័យថា A ក៏មាន3 B ក៏មាន3 C ក៏មាន3 D ក៏មាន3 E ក៏មាន3 បាទអរគុណច្រើនបងខ្ញុំនៅរៀងសពេចសពើកន្លែងហ្នឹងតែអត់អីទេប្រហែលអាទិត្យនេះរៀងគ្រាន់បើតែ recover មកវិញបានខ្លះអរគុណច្រើនបង យើងត្រូវទទួលស្គាល់បើយើងចង់អភិវឌ្ឍខ្លួនកុំអំនួតណាអាការ recover ហ្នឹងវាអាចជាចៃដន្យឬក៏សំណាងទេណាយើងត្រូវយកដាក់តាមនិយាយ បាទ ច្បាស់ rule ច្បាស់និយមន័យវាធ្វើឲ្យយើងមើលក្រាបអត់សូវភ្លាត់ ពាក្យច្រើនខ្ញុំដាក់ចូលគ្រប់ឲ្យបងជួយមើលចឹងឬក៏បង admin បងកុសលអីក៏ជួយមើលដែរលោកគ្រូបើមានអីទាស់ទៅបានគាត់ជួយកែលម្អដែរ ជារឿងធម្មតាទេ បង SL រហូត ជារឿងធម្មតាទេបទពិសោធន៍វាពិបាកនិយាយដែល admin គាត់យល់ច្រើនណាពីនិយមន័យពីគោលការណ៍ប៉ុន្តែបទពិសោធន៍គាត់នៅគ្រប់គ្រងអារម្មណ៍អត់សូវបានខ្ញុំដឹងនឹងចូលនៅអត់សុខវាច្រើនដែរគាត់អត់ខ្វះភាពអត់ធ្មត់ក្នុងការរងចាំយើងកុំភ្លេចណាកាលណាតែយើងលំមាស់ដែរយើងអត់បានលំអិតយើងជា liquidity ឲ្យគេអ្នកដទៃណា
មានខ្ញុំកំពុងពិចារណាមើលអីគេនេះអានេះដែលខ្ញុំប្រាប់ថ្ងៃមុនប្រាប់ថាម៉េចឲ្យប្រយ័ត្នអាឈុតនេះវាអាចទៅជា triangle ក៏ថាបានដែរឈុតនេះតែយើងដឹងខ្លួនរបស់ដោយពេលណាថាវាមិនមែន triangle នេះវាមានឱកាសអានេះ plan A plan B យើងមើលថាម៉េច plan B យើងកំពុងមើលថានេះចុះមកនេះវារាប់គ្រប់5ហើយ1 2 3 4 5អញ្ចឹងវាមានឱកាសជាមួយរបស់5មួយនេះឡើងមកធ្វើ A B ឡើងទៅ C ឈុតនេះវាចុះមក3 កន្លែងនេះខ្ញុំរាប់អញ្ចឹងមែនតាបង នេះសូននេះអ្វីដែលខ្ញុំកំពុងពិចារណាអញ្ចឹងខ្ញុំរងចាំតការ confirm របស់វាទេនេះឈុតនេះនៅនេះចប់ C ឈុតនេះ pro C វាមាន5ឈុតនេះឃើញឈុតនេះវាមាន A នេះអានេះជា set តួចុងក្រោយដែលខ្ញុំនិយាយអញ្ចឹងណា set តួចុងក្រោយរបស់ correction ឈុតនេះគឺ W X Y X set អញ្ចឹងអានេះ Y វាមាន 3 ក្នុង X ក៏មាន 3 ដែរឃើញ A ក៏មាន 3 ដែរឃើញ 1 2 3 ឈុតនេះអញ្ចឹងអា B នេះក៏មាន 3 ដែរ1 2 3អញ្ចឹងអានេះជា C របស់ set CQ នេះ C របស់ set វាមាន5ក្នុងនេះចឹងយើងរងចាំ confirm នេះអា plot នេះអាចង្វាក់នេះខ្ញុំអត់ឲ្យ plot ចង្វាក់3នេះចងចាំទោះជាខ្ញុំអត់បានតម្លៃនេះគឺខ្ញុំបានតម្លៃ confirm ឈុតក្រោមនេះខ្ញុំក៏តាមយកដែរយើងប្រើចំណេះដឹងអី break out មកប្រើឈុតនេះដល់ពេលយើងអត់បានតម្លៃស្អាតយើងមកប្រើ break out ប្រើយក បងនៅក្នុង C ដែល C កំពុងតែដើរ retest ឡើងទៅលើហ្នឹងខ្ញុំរាប់ថាវាចប់ A វាកំពុងតែចុះមកធ្វើ B ហើយអត់តែពីស្អែកទៅហ្នឹងកំពុងតែឡើងទៅធ្វើ correction C បង មើលតម្រូវនៅអត់ខុសទេពួកអីនេះក្នុងយើងឃើញនៅក្នុង5 10នាទីឯង5 10នាទីយើងរាប់បានថាវាមាន5ឃើញទេឃើញទេអានេះ2 sharp 2 sharp អានេះ sideways អូខេត្រូវអញ្ចឹងអានេះវាជាមួយឃើញទេមួយអញ្ចឹងបានន័យថាម៉េចបានន័យថានេះ A គ្រប់5នៅបើ A 5បើ A គ្រប់5បានន័យថាម៉េចបានន័យថា C នេះវារត់ឆ្ងាយព្រោះអីវាជា zigzag ជា zigzag វារត់បានដល់ណា ចម្ងាយ161បងមិនលើស161ឆ្នាំបងមិនលើស អញ្ចឹងគោលដៅរបស់ C វាអាចរត់ដល់ណានេះយើងដាក់លំអិតនេះគោលដៅរបស់ C វាអាចរត់ដល់ហ្នឹងអញ្ចឹងយើងប្រើពេលប្រើអីទៀតចំណេះដឹងយើងប្រើអីទៀតប្រើ Fibonacci time មើលវាប្រើពេលវេលាប្រហែលសមស្របទេ61នេះដល់2នេះក៏កាន់តែល្អអញ្ចឹង0នេះបើសិនជាវារត់ឡើងមកដល់ទៅនេះហើយប្រើពេលវេលា2ត2អីអានេះ0នេះយើងលេងបាន SL តាណាយើងចូលទៅនេះពឹក SL យើងនៅទៅនេះព្រោះបើសិនជាយើងគិតថាវាជា ABC តាមពិត SL វាអាចដល់លើបានសុវត្ថិភាពតែបើយើង bet យកទាំងពីរនេះបានព្រោះអីបើសិនជាវាពិតជាចោះវាមិនគួរធ្វើខូចវា2ឈុតនេះវាកាន់តែល្អឬ block ឈុតនេះតែបើសិនជាយើងលំអិតទៀតធ្វើម៉េច step by step បើយើងលំអិតទៀតយើងគួរធ្វើម៉េចឧទាហរណ៍ថាវាឡើងទៅC បើយើងលំអិតទៀត0នេះយើងដឹងថាយើងកំពុងលេងមែនទេ0នេះយើងកំពុងចាំលេង0នេះមែនទេព្រោះវាជា level របស់ web 2 C របស់2បើយើងលំអិតទៀតយើងចូលទៅក្នុង15នាទីឬក៏5នាទីមកយើងនឹងឃើញថាតានេះវាមានឈុតនេះអញ្ចឹងយើងរកចាំអីគេយើងរកចាំឲ្យវា break ឈុតនេះចាំយើងយកវែងមកយក5របស់ C ធំ
តោះនេះ បាទបាទតន់បងអរគុណច្រើនបង មានសំណួរអីទៀតទេសួរទេតើសួរការសួរក៏ជាការរៀនមួយយ៉ាងដែរណាឃើញយើងបណ្ដេញមកតាំងពីធំមករហូតមកដល់5នាទីតើយើងបណ្ដេញជាងបានមិនដឹងថាយើងត្រូវធ្វើអីបើយើងអត់បណ្ដេញយើងអត់ដាប់ទេគឺបើន័យថាយើងអត់បានប្រើ set up អីទេខ្ញុំនិយាយមុនចឹងគឺ plan A វាត្រូវឡើងមកឈុតនេះតែបើសិនជាវា confirm plan B នេះពេលណាយើងលេងទៅ plan B នេះមកមានសំណួរទេ បងខ្ញុំសុំសួរមួយបង បាទ បើសិនជាករណីវាចប់correction ត្រឹមហ្នឹងតែវានៅអត់ទាន់ឡើងទៀតតើវានៅអាចធ្វើ correction តទៀតអញ្ចឹងយើងហៅអីបន្តទៀតទៅបង ចប់ឈុតនេះទៀតហ៎ ហ្នឹងហើយបើសិនករណីចប់ឈុតហ្នឹងទៀតតែវានៅតែអត់ទាន់ឡើងជា impound វានៅតែធ្វើ correction ចុះមកក្រោមទៀត នេះឃើញគោលដៅយើងនៅនេះណាយើងពេលវែងមកមើល time frame ដែលធំខ្ញុំមកសារនិយាយប្រភពអាចទៅរួចវាក្នុង correction ណាវាអត់មានលើសអីពី triple correction ទេ triple correction គឺការតបជាប់រវាង3 correction ចូលគ្នាអញ្ចឹងវាកាន់តែវែងហើយអញ្ចឹងហេតុអីបានយើងឃើញថាវាព្យាយាមបណ្ដេញទោះបីជាវាប្រើពេលយូរមែនណាឃើញទេតែវាប្រើពេលវេលាមិនអោយលើសឈុតនេះវាដាច់ខាតឃើញទេតែកាលណាលើសពេកវាមិនមែនជា correction នេះវាគឺជា impound បានន័យថាចុះមកនេះមិនមែនជា correction ទេវាជា impound នៅក្នុង down trend វិញហើយឃើញទេវាអត់ចុះមកលើស138របស់ W ទេគឺវាប្រើពេលយូរទេប៉ុន្តែរយៈរបស់វាអត់មានចុះលក្ខណៈជា impound ទេតែកាលណាតែរូបរាងវាខុសប៉ាប់បើសិនជាវាលក្ខណៈជា impound គឺវាចុះមក web C វាតែងតែមាន5រលកខាងក្នុងវាធ្វើជា impound ប៉ាំងចុះមកតែអានេះឃើញទេអញ្ចឹងโซนម្ដុំនេះសំខាន់មែនតើនេះโซนនេះនិងโซนនេះសំខាន់មែនតើនៅក្នុង correction មួយនេះអញ្ចឹងបានខ្ញុំប្រាប់ថាបច្ចុប្បន្ននេះបើសិនតែយើងលេង sport ណាអ្នកមានលុយសុទ្ធអីទិញមាសគឺអត់ខុសទេ DCA តាបច្ចុប្បន្ននេះក៏ទិញបានដែរព្រោះមិនថាវាឡើង B ឬក៏វាឡើង impound យើងនៅតែបានឈុតនេះដែរអញ្ចឹងបានខ្ញុំប្រាប់ឲ្យតែឲ្យត្រៀមខ្លួនវាចិត្តដល់មែនតើហើយឈុតនេះបើយើងវាស់ពេលវេលាឈុតនេះដែលវាឡើងមកតាំងពី1នេះវា1ណាឈុតនេះបើ cycle មួយនេះយើងវាស់ពេលវេលាឃើញពេលវេលាវាទេមួយតមួយល្មមហើយណាមួយវាមកគៀក speed line មែនតើគឺដើម្បីអីដើម្បីងាយនឹង break ប៉ុន្តែវានៅក្នុងលក្ខខណ្ឌនេះដែរបើសិនជាតារាបណានវាអត់ទាន់ confirm ឈុតនេះទេយើងត្រូវតែឲ្យអត្ថភាពទៅលើ down trend ដែរអញ្ចឹងបានគោលដៅរបស់វាបច្ចុប្បន្ននៅតែនេះខ្ញុំដាប់ឈុតនេះហេតុអីឈុតនេះគឺបើសិនជាយើងអត់សូវច្បាស់រលកយើងឆ្ងល់ទៀតចុះមិនរាប់វាថាជា triple មិនរាប់វាជា double ក៏បានដែរតើគឺ WXY ចប់បានអត់ដោយសារតែគ្រោងសាងរបស់វាលែងសុំសួនជា WXY ឈុតនេះមិនដំបូងខ្ញុំរាប់អីគេឈុតនេះខ្ញុំរាប់ WXY ភាពខុសគ្នាគឺនេះ WXY មិនដំបូងខ្ញុំអត់ទាន់រាប់ triple វិញមែនទេខ្ញុំរាប់តែ WXY គឺ ABC ប៉ុន្តែបើសិនជាខ្ញុំរាប់ថានេះវាជា
y ទាំងអស់វាអត់សមសួនព្រោះហេតុអីមកគ្រោងសាងខាងក្នុងនឹងខាងនេះវាអត់សមស្របគ្រោងសាងនេះវាមានឱកាសជា impound តែ impound ក៏វាអត់សមស្របដែរឃើញទេអញ្ចឹងនៅពេលដែលយើងវាអត់សមស្របអញ្ចឹងពឹបយើងបានខ្ញុំរាប់ទៅជាបែបនេះវិញ W x ឈុតនេះ x set វាមាន x មួយទៀតនៅបន្តជាប់ដែលយើងហៅថា triple correction អញ្ចឹងបើសិនជាវែងជាងនឹងទៀតទៅរាប់ជាអីទៀតវាអត់មានរូបមន្តណាឲ្យគួររាប់ទៀតទេណាអត់មាន x 3ដងជាងមកខ្ញុំបាយអេតខ្ញុំឲ្យទម្ងន់ទៅខាងចិត្តចប់មែនច្រើនព្រោះវានៅខ្វះតែឈុតចុងក្រោយរបស់វាសិតនេះទេ C របស់សិតនេះ អញ្ចឹងបងសិតហ្នឹងគឺមិនលើស138នៃ W មែនទេ បាទ ព្រោះខ្ញុំឃើញបងណូតនៅក្នុងសភៅណូតបងដាក់123 ហ្នឹងហើយ123 138ណាសូនជាមួយគ្នាគឺខ្ញុំវាស់ទាំងឈុតធំឈុតតូចតែនេះវាមានតែនេះយើងចាំតែនេះមាន x x1 តែនេះមាន x1 មែនទេអញ្ចឹងខ្ញុំវាស់តែនេះ W ខ្ញុំវាស់ឈុតនេះឈុតខ្ញុំទៅប្រើនេះវិញអញ្ចឹងលុបពិបាកអាឡូលើបង អ៊ីនធឺណិតខ្ញុំ slow មែនឈុតនេះយើងឃើញសូននេះឃើញទេសូននេះសូម្បីតែយើងយកចំណេះដឹងរបស់ពួកអី order block របស់អី AVG មកប្រើគឺឃើញសូននេះវាក៏សូនរឹងមាំដែរឃើញទេ order block អីនៅម្ដុំនៅចាំនឹងទាំងអស់ឃើញទេទី2មិញខ្ញុំរាប់ថាម៉េចខ្ញុំរាប់ថានេះ WXY set ជប់ដើម្បីឲ្យយើងចង់ដឹងថាភាពសុក្រិតរបស់វាមានកាន់តែខ្ពស់យើងវាស់មើលអាតោគោលដៅរបស់អាពីរនេះខុសគ្នាអានេះគឺយើងវាស់ដូចគ្នាតែសិតមកយើងឃើញសូនវានៅជាមួយគ្នាសូននេះអានេះគេហៅថាការសាអង់គ្លេសហៅទៅខ្ញុំភ្លេចបាត់ហើយ level fibo វានៅក្នុង level តែមួយអូខេទេវាបានន័យថាម៉េចបានន័យថាសូននឹងកាន់តែរឹងមាំនេះឃើញទេឃើញជាងសូននេះសំខាន់ណាស់ព្រោះ level ព្រោះអត់តែលោកគ្រូសុំសារទៀតលោកគ្រូអត់យល់កន្លែងហ្នឹងសូននៅក្នុងសូនតែមួយនេះមានលេខមិនគ្រូអត់យល់សុំមួយសារទៀតលោកគ្រូជាធម្មតាអញ្ចឹងនៅក្នុងរលកឧទាហរណ៍នៅក្នុងរលកធម្មតាយើងវាស់1 2 3 4 5ចេះមែនទេប៉ុន្តែអា3របស់5នេះវាមាន5របស់វាដូចគ្នាអាតនេះយើងធម្មតាយើងវាស់អូច្រឡំចុច enter
យើងមើលឈុតនេះហ៎ជាធម្មតាបើសិនជាយើងវាស់ចង់បាន Fibo ដែលវាមាន level ជាន់គ្នាធម្មតាយើងវាស់វា5យើងវាស់ពី3មក4ដើម្បីរក5មែនទេអញ្ចឹង level របស់វា5វានៅក្នុងโซนនេះតែបើយើងចង់ឲ្យដឹងថាអាโซนនេះវាមានន័យសំខាន់ប៉ុណ្ណាយើងអាចវាស់ឈុតតូចនេះដូចគ្នានេះឧទាហរណ៍ណាឃើញទេចេញស្បែកឈួតចឹងតើនេះអា5នេះ level របស់5នេះវាក៏នៅโซนជាមួយនឹង5របស់ main wave ដូចគ្នាអានេះគឺโซน main wave នេះអានេះឃើញโซนរបស់នេះហ៎អានេះក៏វា6178របស់ sub wave ដូចគ្នាតើនេះយើងវាស់អានេះដើម្បីចង់ដឹងថាโซนនឹងវារឿងខ្លាំងទៅហ្នឹងហើយโซนហ្នឹងវាកាន់តែមានអត្តភាពវាមានភាគរយកាន់តែខ្ពស់ដែលយើងមើលហ្នឹងវាត្រង់នៅក្នុង down trend នៅក្នុង down trend ក៏ដូចគ្នាដែរយើងប្រើដូចគ្នាយល់ហើយគ្រូយល់ហើយអរគុណគ្រូអូខេមានសំណួរផ្សេងទៀតទេហើយបងប្រហែលជាពួកគាត់លែងឆ្ងល់ហើយបងលែងឆ្ងល់តែប៉ុន្តែពេលទៅប្រើជាក់ស្ដែងផ្លេចអស់លីងមួយខ្លាចជាស្ដែងខ្លាចអត់ត្រូវពេលគ្រូបរិយាយកទៅតាមបងខ្ញុំសូមឲ្យបងជួយមើលអា XRP បងអានៅក្នុង15នាទីបងចុងក្រោយហ្នឹងយើងអាចប្រើវា BOS បានដែរបងដែលវាទឹកប្រែកតិចទេបង XRP 15នាទីបងមើល time frame តូចទៀតដេញមក time frame តូចទៀតហ្នឹងវែងទៀតឡើយអត់ខ្ញុំមើលអាហ្នឹងតាំងពីថ្ងៃថារកចូលមួយ BTC បងហើយមិញបងថាឲ្យមើលបើសិនជា time frame តូចហ្នឹងវាមាន BOS ក៏យើងគួរសមដែរតែBTC វាអត់មានតែអានេះឃើញដូចជាមានណាបងខ្ញុំបដិញ step by step ទៀតណាកុំឲ្យវែងណាដំបូងគឺយើងបើក time frame ធំសិនមកដើម្បីយើងមើលបញ្ជាក់ trend វាសិនយ៉ាងហោចណាស់ក៏មើល day អូខេ day បច្ចុប្បន្នគឺវា down trend ត្រូវណាមែនទេ down trend អញ្ចឹងយើងដឹងថាគោលដៅរបស់យើង follow sell មែនទេបាទបងយើងឲ្យសេចក្តីសំខាន់ទៅលើ down trend ច្រើនជាងព្រោះអីវាជា trend ទី2យើងធ្វើអីបន្តday យើងមើលថាវា down trend យើងរកឃើញហើយប៉ុន្តែយើងចុះមក4ម៉ោងឬ1ម៉ោងមកដើម្បីយើងរកមើល zone FVG zone order block របស់វាអញ្ចឹងយើងមើល trend ចុងក្រោយដែលវាកើតមកពឹបយើងមើលអាឈុតនេះយើងមើលឈុតនេះយើងវាស់ភងដើម្បីអីដើម្បីរក zone rank របស់វាដើម្បីយើងគួរពិចារណាអញ្ចឹង zone ដែលគួរពិចារណាគឺ zone នេះ discount នេះចូល zone នេះណានេះតាមពិតបើយើង save ម្ដងនេះត្រូវព្រោះវាចូល zone discount ទី2យើងមើលអីទៀតយើង buy ឬ sell មើលរក sell ជាមួយ BTC ដែល SL ហ្នឹងបងតែចូល BTC អត់ចូលវាបង
បើចូលអានេះអត់ត SR ទី2អូខេយើងដឹងថាទិសដៅយើងសេវយើងតាមអត់ទាន់អានេះវាចូល0នេះបានទេតាំងពីថ្ងៃមុនមែនទេអញ្ចឹងអានេះវាបង្កើតបានជាស្អីវាបង្កើតបានជា train នៅចង់លេងចូលមក15នាទីទៀត ចុងក្រោយហ្នឹងជា trend ដែរបង ក៏ step by step ដូចខ្ញុំនិយាយចឹងគឺយើងអត់បានឈុតនេះព្រោះឈុតនេះវាចូលនៅក្នុង time frame ធំជាងដល់ក្នុង4ម៉ោង1ម៉ោងយើងបានលេងឈុតនេះមែនទេបើយើងដើរពីម៉ានថ្ងៃមុនយើងបានឈុតនេះលេងមកដែរប៉ុន្តែបច្ចុប្បន្នជាក់ស្ដែងយើងអត់បានលេងឈុតហ្នឹងយើងមកមើលក្នុង time frame វាតូចជាងtrain វានៅទិសដៅស្របជាមួយ time frame ធំដែរព្រោះអីវាជា down train មែនទេdown train បណ្ដេញយើងមើល swing ណាជាគោលមើល swing នេះនៅមើលពេលតាម train គួរតែយក swing នេះមែនទេបាទបង យើង step by step មកមានអីវិញតម្លៃមកដល់ zone discount ណាអត់បាន sale ចម្លើយគឺអត់បាន sale មែនទេកន្លែងហ្នឹង sell អាការដោយសារវាអត់ទាន់ break trend line អត់ទាន់អីហ៎បងអត់ទាន់ confirm តើនេះបានតែបើយកល្អ limit នៅហ្នឹងផងមែនបងអត់ទេចំណុចចូលយើងប្រាប់ថាម៉េចចំណុចចូលយើងបានកំណត់ zone កំណត់អីលេងច្បាស់អស់ហើយនៅពេលតម្លៃមកដល់ zone ពឹបអ្វីដែលយើងធ្វើយើងចុះទៅក្នុង time frame តូចទៀតពេលខ្លះយើងមើល time frame ធំអត់ឃើញទេប៉ុន្តែនៅពេលដែលយើងចុះមកក្នុង time frame តូចពឹបដើម្បីយើងរកអីគេ BOS ដើម្បី break out structure មែនទេនេះយើងពិចារណាឈុតនេះឃើញទេយើងមើលដល់5នាទីមិញយើងមើលអត់ឃើញ break ទេប៉ុន្តែនៅពេលដែលយើងចុះមក5នាទីពឹបយើងឃើញឈុតនេះវា break តាមតើបាទបងអញ្ចឹងយើងពិចារណាតអីទៀតរឿងអត់ចុះបែបហ្នឹងរឿងអត់រងបងរងស្រួយអានេះដាវវា 90% ហើយវាខូច 90% ហើយអញ្ចឹងโซนនេះយើងពិចារណាលេងបានឃើញទេព្រោះយើងដឹងថាបើយើងចូលតានេះយើង SL ទៅតានេះព្រោះអីវារឹងហ่ะហើយមិនដែលប្រើសោះឃើញទេវាឡើងអត់ដល់ចុះមកសំណួរសួរអីទៀតសំណួរចង់បានមិនខាងtrend ចុងក្រោយហ្នឹងវា down trend បាន confirm នៅបងដោយសារវាមាន BOS តិចៗបងបានវាមាន new low តិចៗបងវា swing high swing low 2ដងបង trend នេះtrend down trend ចុងក្រោយទាំងមូលហ្នឹងហ្មងបងអានេះយើងមើល cycle មួយណា cycle វាមានច្រើន cycle យើងមើល cycle នេះក្នុង5នាទីនេះ15បងនោះពីស្រួយហ្នឹងមកហ្នឹងបងពីស្រួយហ្នឹងមកដល់ swing low ហ្នឹងបងបាទអាហ្នឹងវាអាចរក BOS បានដែរបងបន្តិចហ្នឹងអានេះបាទព្រោះអីបើយើងរាប់ទៅវាមាន low high ពីគូឡើងទៅតែបងតែយើង complex ថា time frame កាន់តែតូចភាពរឹងមាំវាកាន់តែខ្សោយវាមានឱកាស error កាន់តែខ្ពស់មែនទេបាទបងបាទយើងពិចារណាចឹងដែរបងណែនាំ1ម៉ោងឡើងទៅណាបងកន្លែង low high ហ្នឹងក៏ដោយគោលការណ៍នៅក្នុងការពិចារណាខ្ញុំមិនសានិយាយច្រើនដងថាយ៉ាងហោចណាស់ក៏1ម៉ោងដែរវាមានភាពសក្រិតខ្ពស់សូនដែលយើងពិចារណាលេងត្រូវពិចារណាយ៉ាងហោចណាស់ក៏1ម៉ោងដែរហើយចាំយើងទៅរាប់មើលខាងក្នុងដូចគ្នានេះយើងលេងបានយើងដាបតាមទុនណៃនឹងបានប៉ុន្តែគ្រាន់តែ time frame វាតូចពេកវាភាព error របស់វាកាន់តែខ្ពស់ប៉ុន្តែចំណុចនេះនិយាយតាមត្រង់ទោះបីជាយើងដាបនៅក្នុង cycle 15នាទីនេះក៏ដោយប៉ុន្តែយើងគោលការណ៍របស់យើងគឺលេងតាម trend មែនទេគឺ sale តែនៅក្នុងសំណួររបស់យើងដោយសារតែយើងអត់មាន order យើងកំពុងចង់បណ្ដេញតាមយក order ទៅឲ្យបានមែនទេប៉ុន្តែនៅពេលណាក៏យើងបណ្ដេញតាមតម្លៃយើងខក zone សំខាន់ហើយ SL របស់យើងកាន់តែឆ្ងាយឡើងដែលសង្កេតទេបាទបងអានេះហានិភ័យបានន័យថាម៉េចបានន័យថាហានិភ័យរបស់យើងកាន់តែខ្ពស់ឡើងជាងមុនហើយឱកាសផ្្លាត់យើងកាន់តែច្រើនទៀត
អូខេយើងពិចារណារួមបើចង់លេងមែនតើទៀតនៅក្នុង15នាទីយើងបដិញ step by step មកសិនណាសូនដែលត្រូវពិចារណាលេងវាអត់បានមកដល់ទេអញ្ចឹងអាតនេះបើសិនជាយើងពិចារណាបន្ថែមបើសិនជាយើងមើលនៅក្នុងទម្រង់ថាភាគរយខ្ពស់នៅតែចុះតាម trend បន្តអញ្ចឹងអានេះឡើងមកជា correction មែនអត់បើសិនជា correction យើងត្រូវដាក់អីគេទី1បើសិនជាយើងដាក់ ABC រយៈ C target របស់វាដល់ហើយនៅស៊ីដល់ហើយឱកាសចប់មានបើចំណេះដឹងអីតចង់លេងធ្វើម៉េចរៀនមិញហ្នឹងផ្លេចអត់ទៀតធ្វើម៉េចតនេះកន្លែងណាឆ្លាតចេញហើយ សូមគៀងឲ្យ ដល់ពេលណាដែលយើងគៀងឆ្លើយអត់ចេញអត់ន័យថាយើងកុំលេងព្រោះយើងអត់មានចម្លើយសម្រាប់ខ្លួនឯងមកណា ABC នេះបើយើងរាប់សាប់ wave យើងយកចំណេះដឹងបើយើងបើខ្ញុំមើលខ្ញុំគូសតាអា trend line របស់ស្លាញ trend line ផ្ទាល់ខ្លួនរបស់ C ហ្នឹងបងវា break នៅអញ្ចឹងបងបើវា break ហើយអាហ្នឹងយើងអាចចារណាបន្ថែមទៅទៀតបានបង break trend line របស់ C ហើយអញ្ចឹងវាមានឱកាស5 phase ចប់ហើយអានេះគឺកំពុងចុះមកថ្មីអញ្ចឹងណាបាទអាហ្នឹងចុះមកអាចជាមួយថ្មីអញ្ចឹងបងដល់វា break trend line ផ្ទាល់ខ្លួន C ហើយអាហ្នឹងគឺយើងដាបដើម្បី bet មែនតើណាលក្ខខណ្ឌណាព្រោះ time frame កាន់តែតូចមែនតើណាអញ្ចឹងអូខេបើសិនយើងសន្មត់ថាវាចប់អញ្ចឹងមកខ្ញុំគូអានេះឲ្យអញ្ចឹងបើសិនជាយើងអត់យកចំណេះដឹងមកឆាប់យើងមិននឹងចូលដោយសារអីទេមែនទេបដិញក្របផ្សាយវេនេះមកធ្វើម៉េចត break ពិតមិនកម្លាំងបញ្ជួន100បងនេះបើសិនជាយើងចង់លេងមែនទេអានេះរងចាំវាយ៉ាងហោចណាស់ម្ដងនេះសិនណាហើយចាំឲ្យវា retest ទៅមកនេះ retest មកនេះចាំចូលអានេះគឺអ្វីដែលយើងត្រូវធ្វើបើមិនចឹងយើងអត់ដឹងថាចូលឲ្យ set up អីឃើញទេចឹងបានថានេះវាចំ wave 1ហើយវាកំពុងធ្វើ wave 2យើងចាំឲ្យវា break អា wave 2ហ្នឹងឲ្យប៉ាត់សិនណាបងនឹងវានឹងចុះយក wave 3ឈុតនេះអានេះថាបើអានេះ5 fail បើនេះថានេះជាមួយមែនទេអានេះគឺអានេះ wave 2អានេះគឺ A B C បាទចឹងអា break 100ហ្នឹងយើងអាចរាប់វាថាជាមួយរបស់3ចឹងណាបងហ្នឹងហើយ3របស់1តើឡើយយើងដាបបានដឹងថាយើងត្រូវធ្វើម៉េចតែបើយើងអត់បានដាបហើយយើងឆ្លើយអត់ចេញបានន័យថាម៉េចយើងអត់ដឹងយកអីមកប្រើបងហ្នឹងអារម្មណ៍ទេណាវាទៅមានលក្ខខណ្ឌរបស់វាអាតនេះដូចអត់មាន action ទេព្រោះអីវា incoming វារឹងជួននេះឃើញទេអញ្ចឹងអានេះការដែលប្រើលើដំបូងមកឃើញវា action ឃើញទេព្រោះខ្ញុំអាសានិយាយលើក្នុងចំណេះដឹងរឿង Aesop ប្រាប់ថាម៉េចបើសិនជាវាលក្ខណៈជា shadow ជាឆ្អឹងវាតែងតែធ្លុះបន្តិចហ្នឹងវាឡើងមែនទេតែបើសិនជាប្រើ body ឃើញទេនៅពេលដែលវាប្រើ body វាមិនងាយធ្លុះទេវាប៉ាំងឃើញប៉ាំងវាឡើងអានេះដូចគ្នាឃើញទេគឺវាប្រើវាធ្វើ incoming ឡើងមកពុបអានេះចុះមកប៉ាំងពុបវា action clear now okay alo ដាច់អស់ហើយលេងបងលេងអូខេយើងទៅរក asset លេងអាចារ្យមើលអាចារ្យគួរលេងអីឬ asset មក shing វាមកមាសទៅមើលមាសជាមុនគួរធ្វើមិនមាសអាចារ្យហ្នឹង
នេះហ្នឹងខ្ញុំរងចាំឲ្យឡើងទៅដល់ target level បញ្ចប់ correction C បងបានហ៊ានលេងបើមិនអញ្ចឹងលេងអង្គុយមើលសិនណាអាទិត្យមុនខ្ញុំចូលបានតែ2 position 3 position ដែរបងអត់ហ៊ានលេងច្រើន អូយដល់ពេលដែលយើងអត់ធ្មត់បានរងចាំបានន័យថាយើង up level បានមកកម្រិតលក្ខខណ្ឌនេះមានដូចយើងនិយាយគ្នាមុនហ្នឹងគឺវាមាន2មាន plan A plan B ឈុតនេះមានឱកាសឡើងធ្វើ2ឈុតនេះតែឈុតនេះដឹងឲ្យបានឈុតនេះនៅពេលដែល break ឈុតនេះ break ឈុតនេះ 100% ពេលណារកឱកាសយ៉ាងហោចណាស់ក៏បានឈុតនេះដែរ5មកឈុតនេះតែបើសិនជាលក្ខខណ្ឌវាឡើងទៅចូល plan នេះ plan A B C ឈុតធំនេះមកសូននេះបានន័យថានេះមិនបានន័យថា C អត់ទាន់ចប់យើងទៅមើលប្រាក់ច្បាស់ជាងអត់ប្រាក់ដូចមាសហ្មងជិតនេះ ABC ប្រេងណាកាន់ខ្លះបងរីគាត់កាន់នេះនៅកាន់នេះរីខ្ញុំបានតែនេះទៅនេះ5 4 5ឡតតែខ្ញុំបិទទៅមុនដោយសារខ្ញុំអត់ដោយវាធ្វើ V shape ឈុតនេះតែពេលវាធ្វើ V shape អត់បានខ្ញុំខ្ជិលខ្ញុំបិទយកកម្រៃបាន200ដែរឈុតនេះនេះបើសិនជាវាឡើងប៉ាំងវាធ្វើ V shape concept ឈុតនេះបានណាខ្ញុំកាន់បាត់ដែរតែវាធ្វើ V shape អត់បានអត់ប្រថុយជិលបាត់សិនចាំរកឱកាសចូលថ្មីបានតែពេលនេះទៅនេះឃើញទេចុះមកដល់4ឡត5ឡត2ឡត3ឡតដែរ 0.50 មានណាបានចូលទេឈុតនេះហេតុតែបានខ្ញុំចូលឈុតនេះយល់ទេហេតុតែបានខ្ញុំចាំបាយ limit ឈុតនេះនៅក្នុងការ follow trend ណាវាមានពីករណីដែលយើងយកមកពិចារណាទី1គឺយើងពិចារណាទៅលើរឿង MACD down និង min down អានេះគឺ MACD down គឺ down ដែលធំបំផុតនៅក្នុង trend ឈុតនេះដំបូងខ្ញុំប្រើឈុតនេះដើម្បីចាំកាលវាចុះមកពឹបខ្ញុំប្រៀបធៀប min down របស់វាសិនយក min down មកប្រើសិនឃើញទេខ្ញុំពងពិចារណានៅពេលដែលវាចុះមកពឹបខ្ញុំឃើញថា min down វាប្រើអត់សមអញ្ចឹងវាមានឱកាសដូចខ្ញុំអោយប្រាប់បងប្អូនថាប្រុងប្រយ័ត្នព្រោះអីព្រោះវាមានឱកាសនឹងចប់3របស់នឹងគ្រប់ខ្ញុំប្រាប់ថាម៉េចចប់3របស់អីគេ3របស់3ឈុតនេះវាមានឱកាសដូចបងថាចុះមកហ្នឹងដូចជាធ្វើ4របស់3ហើយនេះបង5នេះខ្ញុំចុះ3មកកំពុងធ្វើ4អញ្ចឹងបើសិនជាធ្វើ4ខ្ញុំដឹងថាដល់ដាវរបស់វានឹងធំជាងមុនណាអញ្ចឹងនៅពេលដែលធំជាងមុនពឹបខ្ញុំអត់ប្រើដល់ដាវនេះទេអានឹងបត់ផ្សោតតើខ្លួនណាខ្ញុំយកដាវនេះមកប្រើយកដាវមកប្រើពឹបខ្ញុំដឹងថាវាមានឱកាសចុះមកប្រើដល់ដាវនេះឃើញខ្ញុំតាំង buy limit ចំណុចនេះទាំងអស់ឃើញទេសួរថាហេតុអីបានខ្ញុំចូលចំណុចហ្នឹងហ្នឹងយើងត្រូវពិចារណារឿងដល់ដាវរបស់ trend ដាវរបស់ trend វាមាន2រូបបែបគឺ MACD down ហើយនិង min down អញ្ចឹងយើងដំបូងយើងយក min down មកប្រើសិនតែបើសិនជា min down វាប្រើអត់បានពេលណាបានន័យថាវាយក MACD down មកប្រើតាមតើនេះវិញទៀតមេរៀនថ្មីទៀតវិញ
វាអត់មានអីទេបើយើងគោលច្បាស់គោលយើងទ្រឹស្ដីយើងមមវាអត់មានអីប្រហែលទេរឿងដាវគឺវា PMC អីពួកហ្នឹងឯងគាត់ថាពេលយើង follow train យើងត្រូវពិចារណាអីខ្លះយើងយល់ជារឿងដាវនោះមកគ្រប់គ្រង train អញ្ចឹងដាវវាមានពីរប្រភេទគឺ min ដល់ដាវกับ max ដល់ដាវ max ដល់ដាវគឺដាវដែលធំបំផុតនៅក្នុង train min ដល់ដាវគឺបន្ទាប់ពី max នេះឯងវាធ្វើឲ្យយើងបានចង្វាក់ចូលហើយយើងវាមិនកាន់តែមុតស្រួចទេតែបើយើងអត់យល់ចំណេះដឹងពួកហ្នឹងយើងអាចចូលឲ្យ support resistance នេះអាហ្នឹងគឺរឿងមួយផ្សេងទៅប៉ុន្តែ style របស់ខ្ញុំគ្រប់គ្រងយកដាវមកគ្រប់គ្រងមើលទាំងរយៈនៃការសម្រាប់របស់ឈុតពីមុនមកប្រើគេហៅអីគេ mac ដល់ដាវអានេះ mac ដល់ដាវអានេះគេហៅ min ដល់ដាវប្រេងអូខេអញ្ចឹងប្រេងយើងគួរ គ្រូសុំកាត់ប៉ុណ្្នឹងតិចសិនគ្រូតែទៅកន្លែងទៅនេះបើសិនជាយើងមើលទៅវាចុះមកខូចកន្លែងខូចវាចុះមកកន្លែងខូចឡូទៅនេះលោកគ្រូអាហ្នឹងលោកគ្រូនៅតែលោកគ្រូទៅចូលបាយទៀតខ្ញុំអត់ហ៊ានចូលទេកន្លែងហ្នឹងកណ្ណានេះកន្លែងខាងចុងគេហ្នឹងគ្រូទៅនេះហ៎គឺគេចូលមកវារបៀបដូចបាទ វាខូចដាវ ហើយនេះវាចូលមកវាចូលវាមកឃ្លៀកន្លែងដាវទៅនេះ សួរថាហេតុអីបានទី1ខ្ញុំហ៊ានចូលទី2អាតនេះខ្ញុំរាប់អាតនេះខ្ញុំគិតថាវាចប់3ហើយវាកំពុងធ្វើ4របស់3មែនទេបើធ្វើ4ជារបស់3បានន័យថាវានេះកំពុងសារៈ ABC មែនអត់អញ្ចឹង A យើងរាប់ A អានេះទេ A មាន5ដែលខ្ញុំបាយឈុតនេះមិនថាវាឡើងជា impulse ឬក៏ឡើងជា B ខ្ញុំក៏បានឈុតនេះដែរអញ្ចឹងបានខ្ញុំតាំងឈុតនេះហើយខ្ញុំ bet ខ្ញុំចូលឈុតនេះព្រោះខ្ញុំចាំមើលថាបើសិនជាអាតនេះវាធ្វើ V shape concept បានន័យថាម៉េចបានន័យថាបើសិនជាវាប្រើតែ2ទៀនហើយវាឈ្នះហ៎ដល់វា4ហ្នឹងអានេះចប់វា4ណាបើសិនជាវាធ្វើវា2តែ2ទៀនហើយឈ្នះ incafing បានអញ្ចឹងហ៎នឹងគេហៅថា V shape concept ដល់ពេលដែលវាធ្វើ V shape concept បានន័យថាវាកំពុងឡើងធ្វើ5អានេះខ្ញុំកាន់តយល់ទេអានេះខ្ញុំកាន់វិញហ៎តែបើសិនជាវាឡើងប្រើពេលវេលាលើសអញ្ចឹងបានន័យថាម៉េចបានន័យថាអានេះជាមានឱកាសជា A វាកំពុងឡើងទៅធ្វើអីគេអានេះវាកំពុងឡើងទៅធ្វើ B ហើយវានឹងចុះមកធ្វើ C មួយសារទៀតដើម្បី break trend line តខ្លួនរបស់3តាមតើណាតើនេះគ្រូតាំងអរគុណព្រោះវា3វាក៏មាន trend line តខ្លួនមែនទេឃើញខ្ញុំវាស់ទុកទេនេះ trend line តខ្លួនរបស់3នេះយើងមើលថា1 2មែនទេអញ្ចឹង1របស់3 2របស់3 3របស់3 4របស់3អញ្ចឹងអាឈុតនេះយើងវាស់ trend line តខ្លួនរបស់3ឈុតនេះវា break ហើយអញ្ចឹងបានន័យថាវាមានឱកាសមករកធ្វើ4ឈុតនេះអញ្ចឹងប្រេងអត់ទាន់ confirm ថាវានឹងឡើងទេព្រោះโครงสร้างរបស់វាអត់ទាន់ confirm ទេអានេះបើសិនជាវាធ្វើ V shape បានន័យថាអូខេវាមានឱកាសប៉ុន្តែដោយសារតែវាឡើងទៅโครงสร้างវារឿងអត់រឹងអញ្ចឹងយើងឲ្យទម្ងន់ទៅ B សិនឲ្យទៅ B សិនវាមានឱកាសចូលមកធ្វើ C មួយសារទៀតហើយបានវាឡើងចឹងការដាបវាលំអិតហ្នឹងខ្ញុំអាសានិយាយថាកាន់តែលំអិតយើងកាន់តែបានប្រៀបយើងមានផ្លូវចេញចូលច្រើនតែបើយើងអត់លំអិតអាហ្នឹងយើងប្រើអារម្មណ៍អូខេមានសនុយទៀតទេដល់មាន អូខេអត់មានប៉ុណ្្នឹងទេចាបាទបងច្រើនមក